ok ngày ní bong chơi miên phai màn hưởng đã bong មាន4រឿងអធិការ miên buồn hưởng បាទហើយរឿងទី1ទី2ទី3គឺវាតាក់ទងជាមួយនឹងគ្រួសារផ្ទាល់ bà បាទហើយរឿងទី1ដែលបងប្អូន request មកច្រើនគឺតាក់ទងមួយប្រពន្ធខ្ញុំ bà មកដល់ពេលនេះយើងតាក់ទងនេះ10ឆ្នាំហើយខ្ញុំខ្លាចជាប្តីប្រពន្ធហ្នឹងណា bà បាទពេលដែលយើងជាសង្សារគ្នាដំបូងឡើយគឺខ្ញុំអត់ដឹងថាគ្រួសារខ្ញុំគាត់អាចដឹងអ្វីៗដែលយើងមិនអាចដឹងមុនបានទេ bà គាត់អាចឃើញអ្វីដែលយើងមិនអាចឃើញបានទេ bà ហើយក៏គាត់ធ្លាប់ប្រាប់តែខ្ញុំអត់ជឿ bà ព្រោះអញនិយាយបានថាមនុស្សខ្ញុំជាមនុស្សម្នាក់ដែលអត់សូវជឿរឿងបែបហ្នឹង bà ព្រោះយើងអត់ដែរជួបអត់ដែរជឿហ្មងអំឡុងពេលមុនហ្នឹងណា bà បាទអញ្ចឹងក៏ជួបវីសាក៏គាត់ប្រាប់ខ្ញុំវីសាគឺជាបាទករណីដែលគាត់ហាត់លបាំតាំងពីក្មេងមក bà បាទអញ្ចឹងគាត់មានគ្រូបាសៀបាគាត់បាទមាន17ថ្នាក់គាត់គោរពណា bà បាទអញ្ចឹងគាត់ទៅណាមកណាគឺគាត់ដឹងមុនហ្មងហេតុការណ៍ផ្សេងៗគឺគាត់ដឹងហើយពេលបងខ្ញុំអត់ជឿទេគាត់ធ្លាប់ប្រាប់ខ្ញុំជាពិសេសសំបីតាបញ្ហាថានៅកន្លែងថាវត្តអញ្ចឹងគឺតែមានពួកអមនុស្សឬក៏មានគេថែសារនៅហ្នឹង bà ហើយ bà អញ្ចឹងគាត់ឃើញហើយពេលច្រើនខ្ញុំតែងតែនៅក្បែរគាត់ចេះព្រឺហោមហ្មងនៅក្បែរប្រពន្ធខ្លួនឯងនឹងព្រឺរោមបាទគាត់កលែកខ្ញុំចេះស្គាល់ចាប់អារម្មណ៍មើលថាវិសាហេតុអីមិនចូលចិត្តកលែកឆ្វេងហើយធម្មតាវិញ bà ហើយពេលនេះក្បែរយើងទៅកន្លែងណាដែលដូចថាទៅវត្តអារាមឬក៏កន្លែងល្ងឹតឬក៏កន្លែងផ្សេងដែលយើងគិតថាវាមានអមនុស្សគាត់ចេះតែកលែកហើយគាត់ពេលខ្លះងក់ក្បាលម្នាក់ឯងទៀតងក់ក្បាលបាទវិសាហ្នឹងងក់ក្បាលម្នាក់ឯងទៀតហើយញឹមអញ្ចឹងខ្ញុំភ័យហ្មងខ្ញុំចាប់ដើមចំភ័យអត់ដែរជួយតែភ័យតែគាត់សួរគាត់ថាអូនបងឯងចេះតែមិនខ្លាចមែនអញ្ចឹងណាគាត់ថាគាត់ខ្លាចផងហើយគាត់ប្រាប់ខ្ញុំថាចាំតិចទៀតចាំប្រាប់ថានឹងមានអ្នកថែអាសាអញ្ចឹងណា bà តែយើងអត់ជឿយើងគិតតាមដែរទៅជាវឡាយើងអញ្ចឹងណា năng này បាទជាឡាតែជាក់ស្ដែងនៅក្នុងពេលដែលមកក្នុងអំពងគ្រូសាយើងវិញពេលដែលខ្ញុំចាប់ដើមរៀបការហើយគិតមើល8 9ឆ្នាំទើបតែជឿគាត់ដោយសារតែគាត់តែងតែសពឃើញអីចឹងគាត់ប្រាប់យើងថាបងឯងកុំធ្វើដំណើរតាមហ្នឹងព្រោះខ្ញុំឃើញមានអ្នកដែលគេនឹងរត់មកបាំងឡានបងឯងនឹងមានគ្រោះថ្នាក់ចរាចរណ៍ហ្មងខ្ញុំថាមិនដែរទេអូនបើកបានឲ្យប្រយ័ត្នទៅនេះហើយមែនអធិការជឿអត់អំឡុងពេលត្រឹមតែ3ថ្ងៃឯងខ្ញុំចេញទៅក្រៅបើកឡានអត់មានធ្វើអីទាំងអស់បើកឡានបុករត់កាត់វើខ្ញុំជិះទៅបុកជាងហ្មង dân kịch tới bọc giang chẳng ទៅ tới ជាងខ្ញុំចាប់ដើមមានអារម្មណ៍ថាដូចអ្វីដែលគាត់និយាយមែនអញ្ចឹងចាប់ដើមគិតក្នុងចិត្តតែអត់ទាន់ជឿគាត់ទាំងស្រុងទេ hai lại chập đầu miệng lặng phía rồi vậy 50 bà មុនដំបូងគឺ0ហ្មងឥឡូវចាប់ដើម50 ប៉ុន្តែជាក់ស្ដែងគឺគាត់ចាប់ដើមបាទយល់សពឃើញអ្នកផ្ទះគាត់មានបញ្ហាជាពិសេសគឺប្អូនថ្លៃខ្ញុំ bà សពឃើញថាក្នុងឆ្នាំហ្នឹងគឺប្អូនថ្លៃខ្ញុំគឺតែមានគ្រោះធំហើយ bà អញ្ចឹងឲ្យគាត់ថែខ្លួនឲ្យគាត់ប្រយ័ត្នប្រយែងពាក្យសម្ដីជាពិសេសនៅក្នុងផ្ទះហ្នឹងផ្ទាល់ហ្មងកាលមុនយើងនៅផ្ទះម្ដងដែរ bà សម្ដងដែរម្ដុំហ្នឹងណាបាទអញនិយាយបានថានៅចិត្តវត្តយ៉ាងដែរចិត្តវត្តក្បែរវត្តអញ្ចឹងអញនិយាយបាននៅកន្លែងហ្នឹងក៏មានអ្នកថែអាសាមានអីដែរវិសាគាត់ឃើញហើយពេលដែលគាត់ចូលនៅផ្ទះហ្នឹងហើយគាត់ប្រាប់អូនថ្លៃខ្ញុំអត់ជឿដូចខ្ញុំចឹងពីចាំមនុស្សប្រុសងំទាំមិនសូវជឿហ្នឹងហើយ bà bà បាទបងប្អូនក៏ដូចគ្នាដែរបើសិនជាបងប្អូនណាដែលគាត់អាចនិយាយបានថាសុខភាពល្អមមទាំដែលឃើញបែបទៀតអត់ជឿទាំងស្រុងហ្មងថាជារឿងប្រឌិតរឿងកុហក bà តែជាក់ស្ដែងបើអ្នកដែលបានឃើញអ្នកដែលបានជួបកាត់ឆ្លងកាត់គឺគាត់ដឹងហើយអូនថ្លៃខ្ញុំគាត់ថាវីសាចិត្តតែសម័យតែប្រទេសតែផ្ដាស់យល់សពឃើញហ្នឹងនៅលើលោកនេះគ្មានខ្មោចទេហើយវាគ្មានពួកអមនុស្សទេការជំនាន់ដែលគាត់មានបញ្ហាហ្នឹង2021ហើយបច្ចេកវិទ្យាគេដើរទំនើបគេប្រើដល់ smartphone ហ្នឹងនឹងមានខ្មោចអីទៀត bà គាត់ជាមនុស្សមួយដែលអត់ជឿហ្មងបងថ្លៃខ្ញុំដូចខ្ញុំអញ្ចឹងតែខ្ញុំចាប់ដើម50ពេលហ្នឹងឯងតែគាត់ដឹងមុនរហូតតែបងថ្លៃគាត់អត់ជឿវិសាថាអញ្ចឹងហើយចាំមើលទៅឯងឆ្នាំហ្នឹងនឹងមានគ្រោះបាទជឿអញទៅដោះគ្រោះឬក៏ទៅស្រោចទឹកស្អីទេនឹងមានគេមកញញីយើងវាអត់ជឿហើយក៏ចាប់ដើមមួយខែក្រោយមកនៅក្នុងផ្ទះហ្នឹងបងប្អូននៅក្នុងផ្ទះយើងផ្ទាល់ណាខ្ញុំឆ្ងល់មែនតើរយៈពេល2021រហូតដល់ចុងឆ្នាំដើមឆ្នាំដល់ចុងឆ្នាំអូនថ្លៃខ្ញុំតែងទៅចិត្តដេកតែជឿហ៎គាត់ដេកតាំងពីព្រឹកចូលប្រឡេងពីប្រឡប់ម៉ោង7ដេករហូតដល់ម៉ោង5ល្ងាចវិញពេលខ្លះងើបហូបបាយទៀតញ៉ាំទឹកហើយដេកវិញហើយរូបរាងអត់មានស្គរមានអីទេតែដេកតែភ្នែកស្លក់ចូលចិត្តដេករហូតទាំងពេលខ្លះខ្ញុំសួរថាអូនគាត់ពីមុនចឹងដែរមែនមិនចូលចិត្តដេករហូតចឹងគាត់ចម្លែកដែរហើយបើគាត់ចូលដេករហូតចឹងចេះសួរគាត់ខ្ញុំថាអត់អីផងសុខភាពដើរមកញ៉ាំបាយគេងវិញតែគាត់ចេះយល់សពឃើញអាក្រក់គេសួរថាយល់សពឃើញអីប្រពន្ធខ្ញុំហ្នឹងមកប្រាប់ខ្ញុំទៀត
tha bong vai bảy xu với tê xu nhom bình cứ về rồi sập khơi mình sấy mà nè tam vì là hột sấy nắng nó tiền hàng mỏng tam vì sờ lạnh với tiệt hay bảy ngon ra biết đây là hột để sao ấy rồi sao tay mọi sấy nắng cứ sờ lạnh asana ông thấy một asana បាទបាទ ស្លាញ់អាសនាហ្នឹងអញ្ចឹងវានៅតាមរហូតអញ្ចឹងបើអាសនាវាអត់ជឿហើយនៅតែធ្វើទង្វើមាត់វាផ្លេចផ្លោចទៀតគឺគេនៅតាមហើយគេឲ្យនៅអញ្ចឹងហើយខ្ញុំអត់ជឿប្រពន្ធខ្ញុំ50ហ៎ ហ្នឹងហើយ ខ្ញុំក៏ទៅសួរបងថ្លៃថាសពឃើញអីហើយគាត់អត់បានជោគវិសាទេគាត់ប្រាប់ខ្ញុំថាបងខ្ញុំសពឃើញខ្មោចស្រីមួយនៅក្នុងយល់សពខ្ញុំវាស្រឡាញ់ខ្ញុំតាមខ្ញុំរហូតហើយចិត្តតែដើរលេងនៅតាមសួនមួយគ្នារហូតហើយចិត្តតែមករហូត ហើយខ្ញុំអត់ដឹងដែរបងខ្ញុំអត់ឆ្ងល់តែពេលដែលខ្ញុំញាក់មកដូចមានគេស្កត់គាត់ដូចខ្មោចស្កត់ចឹងគាត់ភ័យបាទគាត់ភ័យគាត់ស្កត់ហើយគាត់ចេះតែលោតខ្សោយបេះដូងគាត់ឆាប់ភ័យឆាប់ហត់ បាទបា អូ ទ នថ្លៃហ្នឹងដល់ម្លងពេលមួយដែលវាមានរឿងកាត់ហេតុហ្នឹងបានគាត់ជឿដោយសារអីហ៎អូនិយាយទៅព្រឺសបល់ហេតុការផ្ទាល់ហ្មងខ្ញុំញ៉ាំបាយជុំគ្នាមួយបងថ្លៃប្រពន្ធខ្ញុំបាទម៉ាក់ក្មេកនៅផ្ទះល្វែងហ្នឹង បាទ បាទកាលមុនយើងនៅតែល្វែងឯងបងថ្លៃខ្ញុំវាដេកយូរមែនតើដេករហូតដល់ម៉ោង2ថ្ងៃវាអត់ទាន់ងើបញ៉ាំបាយតែពេលវាងើបខ្ញុំក៏កលែកទៅឃើញអាចដាវយើងកម្មចដាវហ្នឹង បាទ ឃើញគាត់ឆ្លាក់លីអូដើរទៅម្ដងដើរមកម្ដងចុះអាហ្នឹងដើរដូចអត់មានវិញ្ញាណនឹងខ្លួនទេហើយបងថ្លៃយើងមនុស្សប្រុសហ្នឹង បាទ ដើរទៅខ្ញុំសេះហាសនាទៅណាហ្នឹងដើរទៅទៀតអត់មានមើលយើងឲ្យដើរទៀតសម្រាប់ឲ្យយើងញ៉ាំបាយធម្មតាដើរម្ដងទៀតវឹបប្រពន្ធខ្ញុំគាត់ដើរមកពីក្រោយទៅlạiចង្កេនបាយចេញទៅវិញគាត់ថាចុំគាត់ថាចំហងចុំគាត់ថាចុំវឹបធ្លាក់មកបណ្ដោយកម្មចដាជាន់ទី2មកបាយគិតមើលតែល្វែងធ្លាក់មកដល់ក្រោមដល់កន្លែងចុងជើងខ្ញុំរត់ទៅវឹបអាសនាមិនហើយអាជះក្បាល20ធ្នេបង20ធ្នេហូរជាមួយខ្លាក់ចាំខ្ញុំប្រាប់ថាហេតុអីបានប្រពន្ធខ្ញុំសេះតែចុំ បាទ 20ធ្នេហ្នឹងខ្ញុំបីគាត់ថាផ្លុកឈាមហ្មងឲ្យអាវខ្ញុំអាវសខោសខ្ញុំបីគាត់ភ័យមែនទែនពេលនេះគឺភ័យសិនមិនតាន់សួរហេតុការ ហ្នឹងហើយ ភ័យតែគាត់ធ្លាក់មកវាជាឧបតហេតុហើយ បាទ យកគាត់ទៅដល់កាឡាម៉ែតដល់ហើយទៅមើលម៉ែបើកខ្ញុំបើកមើលអាសាច់អាលាក្បាលឃើញអាលាហ្មងដល់ជ្រៅមែនទែនហើយ20ធ្នេបាទ ជ្រៅ បាទជ្រៅមែនទែន ដូចគេយកក្របិតមកពុះហ្នឹង តែការដែលឃើញដូងគេពុះហើយ បាទ បើកចឹងហ្មងឃើញសាច់សហ្មង អូយ ពេលហ្នឹងគឺភ័យទាំងអស់ស្លន់ស្លោខ្ញុំអូឈាមពេញខ្លះ3ចូលទៅកាឡាម៉ែតឲ្យគេពេទ្យដេព្យាបាលគាត់ហ្នឹងគាត់វិញដូចស្លង់ទៅឲ្យអស់ឈាមច្រើនទៀត បាទ ភ័យពេទ្យថាអូអត់បានទេទៅព្យាយាមសួរមិនតាន់ដល់ហេតុការណ៍ហ្នឹងហើយវះកាត់ស្វាទោសផលិតគូក្បាលគាត់អត់បញ្ហាអស់ហើយដេអស់ហើយបាទខ្ញុំសួរប្រពន្ធខ្ញុំហ្មងអូនេះវាកើតដូចគេបានអីស្រែកចុំហ្នឹងប្រពន្ធខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាហ្នឹងហើយមកពីអ្នកទាំងអស់ទៀតជឿគាត់ឃើញមនុស្សស្រីហ្នឹងរុញគាត់ធ្លាក់មកហ្មង ហើយយើងអត់ដឹងទេថាណែចេះតែថាវាឧបតហេតុពេលខ្លះវាល្អិលវារត់លឿននេះហ្នឹង ហ្នឹងហើយ តែខ្ញុំឆ្ងល់ដែរព្រោះខ្ញុំឃើញគាត់ដើរពីបេះដូងវាមិនដែរណាគាត់ឆ្លីអូដើរទៅមុតទឹកហ្នឹងចាំមិនដើរឆ្លងមកកាត់បន្ទប់ពីបេះដូងទៅអី បាទ ខ្ញុំឆ្ងល់អញ្ចឹងវាមានបញ្ហាដែលត្រង់ថាប្រតិកលាក្នុងប្រពន្ធខ្ញុំថាអាចុំហ្នឹងគឺគាត់ហ្នឹងគឺអត់ព្រមស្រឡាញ់គេតែពេលម្នាក់ជំងឺដឹងខ្លួនខ្ញុំសួរថាហេតុអីបានធ្លាក់កម្មចដាអ្នកទាំងអស់នេះម្ដាយក្មេងខ្ញុំយំហ្មងអូយភ័យខ្ញុំស្គាល់ម្ដាយក្មេងខ្ញុំយំផងសួរថាឯកាលគេអាសនាកូនពៅផងប្រុសកាលគេម៉ាក់ខ្ញុំម៉ែខ្ញុំព្រមស្រឡាញ់វាម៉ែវាតាមខ្ញុំរហូតម៉ែវាតាមខ្ញុំរហូតហ្មងគាត់និយាយចឹងមកដោយអ្វីដែលប្រពន្ធខ្ញុំនិយាយអញ្ចឹងពេលហ្នឹងខ្ញុំចាប់តាមជឿប្រពន្ធខ្ញុំហ្មងថាចុំខ្ញុំព្រឺសបល់ហ្មងខ្ញុំព្រឺសបល់មែនតើថាអូដល់ថ្នាក់ហ្នឹងអត់ដឹងធ្វើម៉េចពេលហ្នឹងអូនគេលើគិតមិនម៉ែខ្ញុំគិតមិនទៅបើអញ្ចឹងប្រពន្ធខ្ញុំប្រាប់ថាឥឡូវមានតែយើងគ្រូអីមកដោះអីទៅ បាទ ហើយគ្រូហៅគ្រូគេចូលរូបអីមកហ្នឹងគ្រូស្រីមកចូលរូបមកផ្ទះហ្នឹងមកប្រោះព្រមអីហ្នឹងតែអត់ព្រមចូលប្រាប់គ្រូស្រីថាវាអត់ព្រមទេវាត្រូវគេយកបរិសម្នាក់មកធ្វើជាប្តីឲ្យបានចឹងអ្នកគ្រូហ្នឹងពេលដែលចេញអស់វិញគឺថាវាចង់បានបងថ្លៃទៅជាប្តី បាទហើយវិសាថាអត់បានទេមនុស្សនឹងខ្មោចអញ្ចឹងណាមិនអាចនៅជាមួយគ្នាទេអញ្ចឹងអាចឧបកិច្ចធ្វើជារូបកៅអៅអីហ្នឹងឧបកិច្ចបានអត់យកដុតកៅអៅដុតអីជូនគាត់អញ្ចឹងណាហើយក៏គិតថាវាក៏សាបលៀបដែរបងជឿហ៎ បាទ ពេលគាត់ជាបានមួយរយៈប្រហែលមួយខែមកចេញមកពេទ្យវិញតាមរហូតទៀតអត់ព្រមហ្នឹងអត់ព្រមដូចអ្នកគ្រូនឹងនិយាយមែនអត់ព្រមនៅតែតាមឲ្យគាត់ដេករហូតតាំងពីម៉ោង9ល្ងាចរហូតដល់ម៉ោង5ភ្លឺបាទគាត់ដេករហូតដល់5ល្ងាចវិញវាស្មើឡើងដេកឡើងចង់20ម៉ោងហ្នឹង បាទ ងើបឡើងមកគាត់ញ៉ាំបាយដេកទៀតហើយអត់មានធ្វើទាំងអស់ហើយកលាំងគាត់ចេះអស់ដែរតែចង់ឲ្យដេកចង់ចាប់ដើមនៅតែតាមស្រឡាញ់ហើយប្រពន្ធខ្ញុំយល់សពឃើញនៅតាមអ្នកស្រីហ្នឹងគឺមិនអាចចោលឯងទេទោះតែយើងធ្វើឧបកិច្ចឬក៏
ជំលះគាត់ចេញពីផ្ទះហ្នឹងហ្មង ហ្នឹង ចឹង ហើយ ក៏ជំលះហៅលោកមកមុនលោកមកតាមុនលោកមកប្រហែលអង្គដើម្បីសូត្រមន្តឧបគប់ដួសដេញគ្រូចង្រៃទៅដេញម្នាក់ហ្នឹងទៀតឲ្យឧបកិច្ចថាឲ្យគាត់ចេញអញ្ចឹងណាពេលហ្នឹងមកក៏គាត់ចេញពីផ្ទះហ្នឹងចេញពីផ្ទះហ្នឹងរហូតដល់គាត់ទៅតែគាត់មានប្រពន្ធណាបានខ្មោចហ្នឹងវាព្រមទៅពេលដែលគាត់នៅកំឡោះគឺអត់ព្រមតាមរហូតហ្មង តាមរហូត សូម្បីគាត់ទៅនៅក្រៅក៏ដោយ ជំលះទៅហើយក៏នៅតែតាមដែរ តាមរហូតឲ្យដេកចឹងរហូតដល់មានប្រពន្ធលេងមនុស្សទៅជាមនុស្សធម្មតាវិញអត់មានដេកអីទេ ធម្មតាសម្រាប់អីធម្មតា ចឹងរយៈពេលដែលមើលម្លងពេលហ្នឹងដើមឆ្នាំដល់ចុងឆ្នាំដល់គាត់ការហ្មងកាលពេលគាត់មានសង្សារគាត់អីយល់ទេ ហ្នឹងហើយ បាទចឹងគាត់ប្រាប់ថាអត់អាចស្រឡាញ់មកស្រីនឹងបានទេដោយសារគាត់មានសង្សារហើយ ហ្នឹងហើយ បាទចិត្តនឹងជាប់ពាក្យចិត្តនឹងការហើយតែគេអត់ព្រមគេតាមគាត់ទៅរឿងហ្នឹង បាទ ខឹងដោយសាររឿងហ្នឹងតបមកក៏គាត់ការមានអាចារ្យមានអីប្រព្រំសូម្បីតែថ្ងៃការហ្នឹងក៏យើងធ្វើអបកិច្ចអាវឲ្យគាត់ បាទ មកចឹងទៅក៏គេទៅសាបពេលហ្នឹងខ្ញុំចាប់ដើមជួបប្រពន្ធខ្ញុំថាអូអញជឿហើយអត់ជឿកើតទេព្រោះអីវាស្ដាយពេកគាត់និយាយមកដូចអាអ្នកនោះនិយាយដែរវា និយាយមុនហេតុការណ៍ទៀតសំខាន់មុនហេតុការណ៍ បាទ បាទ ពេលខ្លះខ្ញុំនិយាយត្រង់ខ្ញុំមុនដំបូងដែលគាត់និយាយច្រើនពលខ្លួនឯងនិយាយច្រើនខ្ញុំថាគាត់មានបញ្ហាផ្លូវចិត្តខ្ញុំធ្លាប់ គាត់ជឿពេក ខ្ញុំធ្លាប់ជូនគាត់ទៅពីគ្រោះជាមួយនឹងពេទ្យពេទ្យថាអត់អីផងគាត់អត់មានកាត់អីផងគាត់ថាពេលខ្លះគាត់អស់កម្លាំងកាត់ជោមខ្ញុំធម្មតាទៅមានបញ្ហាអីផ្លូវចិត្តណាគាត់មានកាត់វិបត្តិផ្លូវចិត្តណាជឿពីហ្នឹងមកចាប់ដើមមានបញ្ហាបងថ្លៃជឿហើយមួយទៀតបងដែរឃើញប្រពន្ធខ្ញុំឡាយជឿងគាត់ខ្ញុំរួមមែនឡាយខ្ញុំច្រើនតែខំមាត់កកឃើញសលេងគាត់ស្អកមួយឆ្នាំព្យាបាលមួយឆ្នាំគាត់និយាយ ឈៀងអត់បាន គេមកយកសលេងគាត់ ខ្ញុំធ្លាប់ឮរឿងគេនិយាយរឿងយកសលេងហ្នឹងដែរ បាទដោយសារគាត់អ្នកចម្រៀងហើយគាត់ជានាដការរបាំជំនាញអ្នកគ្រប់គ្រងថែរក្សាគាត់មានបាទគ្រូបាឆេបាទគាត់អញ្ចឹងណា បាទ អញ្ចឹងមានអ្នកដែលគេចំណែនអញ្ចឹងគាត់ចង់បានសលេងប្រពន្ធខ្ញុំតែវិសាអត់ព្រមឲ្យទេដោយសារតែជាសម្លេងរបស់គាត់ហើយអ្វីដែលពិសេសមួយទៀតអញនិយាយបានយើងខុសមាត់ខុសកខាងណាក៏មិនដឹងដែរក៏ហៅគ្រូមកឧបកិច្ចអីមើលក៏បែបយ៉ាងនៅតែអត់និយាយចំទៅបើរឿងពេទ្យវិញទៅពេទ្យរហូតអត់ជឿមួយឆ្នាំពេញបើជឿតែពេទ្យមួយឆ្នាំពេញហើយពេទ្យថាមានជឿអីផងតែនិយាយចេញដល់ពេលយើងរំដោះគ្រួយើងធ្វើឧបកិច្ចហើយថ្វាយភ្លេងថ្វាយអីហើយបានវិសាចាប់ដើមធូរស្បើយរយៈពេលមួយឆ្នាំផុតមួយឆ្នាំបាទអាហ្នឹងវាជារឿងមួយដែលខ្ញុំគិតថាវាហួសនឹងការជឿទៀតព្រោះអីវានៅក្នុងគ្រួសារយើងឲ្យជាក់ស្ដែងបងប្អូនបាទវានៅក្នុងចង្កោមគ្រួសារយើងឃើញយ៉ាងភ្នែកហ្មង បាទ អ្វីដែលពិសេសទៀតបងថ្លៃខ្ញុំអតិកាបងថ្លៃខ្ញុំក៏គាត់ជាប្រឹកមនុស្សដែលគាត់ជឿ50-50ដែរបងស្រីហើយនឹងបងស្រីគាត់ទៀត បងបង្កើតគាត់ សិតតអ្នកដែលវិសាប្រាប់ហើយអត់សូវជឿគាត់តែពេលដែលបងថ្លៃខ្ញុំកើតបញ្ហាហ្នឹងក៏ជឿតែពេលបងស្រីចាប់ដើមជឿគាត់ឃើញរហូតមកហើយបងស្រីខ្ញុំសូម្បីតែយើងទៅច្រៀង concert នៅតាមទស្សនៈធ្លាក់សក់វិញមកអង្គុយគ្រូក្បាលគាត់គេងហ្នឹងគាត់គេងនៅលើអាទស្សនៈយើងមិនមានអាក្រែគេងបងថ្លៃខ្ញុំណា បាទ គាត់កេងមកហើយដូចគេស្គាល់គាត់ធ្លាក់សក់មកវិញឡាយមកអានៅក្នុងបន្ទប់ហ្នឹងណាបន្ទប់ហ្នឹងធ្លាប់មានអ្នកចងកសម្រាប់ខ្លួន អូ បាទនៅកំពង់ចាមទៅពេលធ្លាក់គាត់មកគាត់ភ័យគាត់ស្រែកហើយមានអ្នកគេលឺទេហើយបន្ទប់ក្រែពីរកេងគ្នា4នាក់ហ្នឹងប្តីគាត់នៅក្បែរគាត់អត់ដឹងប៉ុណ្ណឹងយើងពីអ្នកប្តីប្រពន្ធនៅក្បែរហ្នឹងក្រែពីរហ្នឹង បាទ អត់លឺទាំងអស់គាត់ស្រែកគាត់ចង់ដាច់សងងាប់ហើយទៅពេលបានប្រពន្ធខ្ញុំមកដាក់គាត់ណាប្រពន្ធខ្ញុំមកគោះ មិនសុកទៅដាស់ចឹងមក ដាក់នៅក្នុងចង្សពគាត់ហ្នឹង អូ ដាក់ឡើងមកបាទអ្នកនឹងរត់អ្នកខ្មោចនឹងរត់ចេញគាត់ងើបមកគាត់ងើបញាក់មកហួបអូយគាត់យំហ្មងគាត់យំហើយអញអរគុណហើយគាត់ហៅប្រពន្ធឈ្មោះពិតសៃថុល បាទ សួរសៃថុល បាទ ថុលអើយអញអរគុណហើយថុលមិញហ្នឹងបានហែងទេអញបិះដាច់ចងងាប់វាមកគ្រប់អញមកស្កត់ហើយវាមកច្បាច់កអញស្ដែងប្រពន្ធខ្ញុំងើបពីកេងមកបឹបឃើញអញធាខ្ញុំ5ធាឯងតាំងពីថ្ងៃខ្ញុំធាអត់ជឿខ្ញុំឃើញអត់ប្រពន្ធខ្ញុំប្រាប់មុនថាហេតុការណ៍ហ្នឹងថាយេធានៅតុបហ្នឹងគឺមានគេនៅក្បែរទូកាក់អាវអញ្ចឹងកុំយកទៅដាក់ប្រេះផ្ដាស់ ហ្នឹងហើយ ឡើងគេលើក្បាលគេ បាទ គាត់ទៅដាក់ គាត់អត់ចាប់អារម្មណ៍អត់ជឿហងណាមួយអត់ជឿហង ហ្នឹងចង់ពេលហ្នឹងម៉ែមកគាត់ជឿហើយគាត់ជឿគាត់តែងជួបជាងគេហ្មងបងស្លាញ់ខ្ញុំគាត់ជួបរហូតគាត់សូម្បីតែគាត់ដើរតាមវត្តចិត្តរហងវត្តដល់ដែរដឹងស្អី បាទ ជិះម៉ូតូហ្នឹងអង្គុយលំតោគាត់ហ្មង ឃើញ ចាប់ដើមជឿមកចាប់ដើមឃើញហ្មងហើយគាត់គ្រប់ដែរគាត់ថាគេមកលេងគាត់អត់មានឲ្យខ្លាចខ្លាំងដូចមុនទេ បាទ តែចាក់ស្ដាយមករយៈក្រោយមកបងថ្លៃស្រីទៅដែរគាត់ខុសមាត់គាត់និយាយផ្លែកផ្លោច បាទ គាត់ថាអូអ
anh lên chứa không bao cái này anh thợ bồn ấy chơi lên chứa ấy nông tầm trăm môn này tê nè បាទ tầm trăm môn này bị bọn nó phải bay ní vì giá call từ prap bồn nó một nhóm bọn mì rầm tha ắt sủa tiệt đây nó nông tiệt nhưng tiệt đây bây giờ bọn nhóm mở tranh nhóm ca nhóm nơi chim mong này បាទ bọn bọn thay nhóm còn nơi sầm rau này បាទបា tập ទ bọn thay bên bọn cái này cọp sợi rồi បាទ bay ចែក tiệt ផ្ទះ rồi ba chạy បាទ tiệt trắngបាទ còn ở tại có plek ploi tiệt đàiតែសម្រាប់ខ្មោចស្រីហ្នឹងគេទៅហើយ បាទ តែសម្រាប់រឿងថ្មីនេះគឺអ្នកថែអាសាអរិយនៅក្បែរវត្ត អញ្ចឹងវិញ គាត់និយាយ បាទ អញ្ចឹងប្រពន្ធខ្ញុំតែទៅបងថ្លៃខ្ញុំថាធាខ្ញុំសັບកាត់ស្រួលហើយធាឯងទៅវត្តស្រោចទឹកស្រោចអីកុំនិយាយផ្ដេសផ្ដាសឬក៏នៅផ្ទះម៉ែឪគឺគាត់ជាអ្នកមានគុណយើងអ បាទ ញ្ចឹង បាទ ពួកអមនុស្សអត់ហ៊ានមកតាមញញីទេព្រោះអីគុណម្ដាយគុណឪពុកថ្លៃណាស់ បាទ អញ្ចឹងអត់ទៅគាត់ថាអូអញជឿទេអញលែងជឿហើយអញជួបហើយអញជួបឆ្អែតហើយចឹងវាលែងមកហើយព្រោះអីអញដែរតាណាផងនៅផ្ទះហ្នឹងហើយម្ដាយជួបអីនៅផ្ទះមួយរយៈហើយ មួយឆ្នាំជាងហើយមិនដែរមានបញ្ហាទេ បាទ អត់ជឿបងឯងដឹងមិនអធិការបងប្អូនបងថ្លៃខ្ញុំដើរទៅដកលុយវិញ នៅចិត្តផ្ទះហ្នឹង បាទគេទាញបោចសក់មកបាក់ដៃបណ្ដោយ ហ៎ គេទាញសក់គាត់ប្រជះទៅចឹងកាប់ទៅក្រោយកាប់ទៅក្រោយចឹងមកហ៎ ទាញមកទៅហឹង បាទយកដៃច្រត់បាក់ដៃហ្មង អឺ បាក់ដងកំដងហើយដៃចឹង ហើយដឹងហ្មងថាមានអារម្មណ៍មនុស្សគេបោចសក់ពីក្រោយមានគេបោចសក់ពីក្រោយ គាត់ឃើញហ្មងឃើញគាត់ស្រែកទៀតស្រែកមកទៅហឹងឡើងមកហើយមានតែគេចាប់អារម្មណ៍មានតែគេលឺគាត់ស្រែកទៀតធ្លាក់បាក់ទុនចេះហើយហ្នឹង អ្នកវិញមកគេរត់មកអើទៅដួលថាគាត់ដួលគាត់ថាអត់ដួលទេមនុស្សលើនឹងមនុស្សដើរមនុស្សដួលមកទាញខ្ញុំច្បាស់កន្លែងគេអត់ជឿគាត់ទេអ្នកដាក់ជឿនៅតែអត់ជឿគាត់ បាទ ជឿគាត់បានម៉ែក្មេងខ្ញុំទេមកថលប្រពន្ធខ្ញុំទេមកវិសាថាអើយវិសាឥឡូវធាឥឡូវបាក់ដៃហើយគាត់លេងនិយាយមកគាត់ភាំងគាត់ថាឃើញទេអញប្រាប់ឲ្យអត់ជឿទេម្នាក់អត់ជឿអញទេម្នាក់អត់ជឿអញទេគេមានរឿងកើតឡើងអត់ជឿទេថាអញនឹងរុកចិត្តថាអញនឹងឯណាស្ទះអារម្មណ៍ឃើញប្រាប់អត់ជឿតែរឿងមួយជារឿងពិតហ្មងតែពេលអញ្ចឹងមែនណាទៅជួបគាត់នៅមន្ទីរពេទ្យបងថ្លៃហ្នឹងសុភ័ក្រសុំទោសប្រពន្ធខ្ញុំដៃមកខាងបងជឿហើយតែពេលថ្ងៃហ្នឹងទៅបងលែងប្រមាថគេហើយព្រោះអីមនុស្សយើងទៅអត់ជឿគឺប្រមាថហើយ បាទ តែ បាទ និយាយផ្លេចផ្លុចបងជឿហើយ បាទ ជឿហើយថុលអត់ដៃមកជាងដាក់ដែកពេលដែលគាត់ជាដែកវិញគាត់ទៅអុជធូបសុំសេចក្តីសុខឡើងវិញក៏គ្រូលោកហ្នឹងក៏ប្រាប់ថាយើងទៅសុំទោសកម្មាទោសកន្លែងដែលយើងនិយាយខុសទៅគាត់ដឹងលឿនគាត់ខុសតែគាត់ជិះម៉ូតូទៅវត្តអីនិយាយប្រាប់ដាត់ អឺ កម្ បា មា ទ ទោសហ្នឹងគឺមកទាញស្រស់មកពី10ថ្ងៃមកពី10ថ្ងៃអញ្ចឹងវាគឺមករឿងកាត់ឡើងវាទួមមួយគ្រូសាខ្ញុំមែនតើ បាទ អញ្ចឹងបងប្អូនអ្នកខ្លះបើសិនខ្ញុំនិយាយពេលនេះគិតថាពេលខ្លះខ្ញុំបដិទ្ធតែមិនមែនជារឿងពិតហ្មងបងប្អូនអាចទៅស៊ើបគ្រូសាផ្ទាល់បាន បាទ ហេតុការណ៍នឹងអ្នកចិត្តខាងនៅក្នុងបរិយនៅក្នុងវត្តរៅដែរដឹងទាំងអស់វាស្រស់ពេកគេដឹងទាំងអស់ពេលចូលមួយហើយដល់ពេលដែលខ្ញុំមុនលោកឬក៏ហៅគ្រូមកហ្នឹងបងប្អូននៅចិត្តខាងគេមកទាំងអស់ហ្នឹង គេដឹងលឺទាំងអស់ គេដឹងលឺទាំងអស់គេប្រាប់ខ្ញុំថាទៅឧបកិច្ចចេះទាំងអស់ បាទ ទាំងអស់គ្នាហ្មងហើយចាក់ស្ដែងគេមើលបងប្អូនបាយ20ធ្នេបងបាក់ដៃ បាទ ហើយចាក់ស្ដែងអញនិយាយបានថាខ្ញុំក៏អត់បានចាប់អារម្មណ៍លើប្រពន្ធខ្ញុំប្រាប់ដែរគាត់ថាបងខ្ញុំសັບខឹងល្អទេចំពោះគ្រូសាបងឯងម្ដងហើយចឹងបងឯងប្រយ័ត្នពុកម្ដាយឬខ្លួនឯងមែនតើអាចឲ្យពួកគាត់កុំសូវចេញក្រៅឬក៏ហូបអីរៀងតមតិចទៅព្រោះអីមានបញ្ហាដល់យុវវ័យ បាទ ដល់យុវវ័យមកហើយខ្ញុំអត់ជឿដោយសារតែយើង50-50វិញថាយើងគោរពរហូតដែរយើងមិនដែរនិយាយប្រាប់បងទេតែចាក់ស្ដែងម្ដាយខ្ញុំផ្ទាល់គាត់ទៅវត្តទៅអីចឹងហើយគាត់ចិត្តល្អគាត់ធ្វើបុណ្យរហូតតែពេលគាត់ទៅវត្តអីចឹងចេះតែឃើញក្មេងៗសុំលុយហូបយ៉ាអីគាត់ចេះតែឲ្យគេទៅវត្តលើពី បាទ ចឹងតែក្មេងៗនិយាយផ្លេចអរគុណឯណាចេះអរគុណអ៊ំអរគុណមីងឯងដែលបានឲ្យហូបស្រាអញ្ចឹងណាម៉ែថាហែងចឹងចាត់ចុះនរកអត់បានទេហូបស្រាលើពីនៅលើសាលាអីចឹងណាគាត់ស្ដីឲ្យចឹងគាត់ចេះជេរពួកនឹងក្មេងៗចឹងណា បាទ តែទាំងតែគាត់ឲ្យលុយ គាត់ចិត្តល្អទេបាទក្នុងនងល្អ បាទតែពេលយើងឲ្យលុយទៅក្មេងៗពីប្រៀបបីដល់យើងយកពួកនឹងទៅធ្វើគាត់ចឹង បាទ បាទអញ្ចឹងអាបែរឡើងហ្នឹងគាត់ក៏យល់សពឃើញរហូតសពឃើញគេមកញញីគាត់អីចឹងណាគាត់ក៏ធ្វើបន់ទៅអីទៅតែរហូតដល់ប្រពន្ធខ្ញុំប្រាប់រឿងថាទៅមើលគាត់ដឹកដល់មែនតែនព្រោះគាត់អាចផុតឆ្នាំហ្នឹងទេ បាទ ហើយយើងគិតថាអូខេយើងទៅថែទាំគាត់តាមដានសុខភាពរហូតមានតែម៉ាក់ខ្ញុំអត់ឆ្នាំហ្នឹងមែន គាត់ជំងឺអីដែរបង គាត់ជំងឺដែរតែជាក់ស្ដែងគឺវាអាចនិយាយថាខំមកកកខាងឪពុកខាងម្ដាយហ្នឹងដែរអញ្ចឹងខ្ញុំជឿហ្មងដោយសារប្រពន្ធខ្ញុំគាត់ចាប់ដើម
ឲ្យធ្វើឲ្យខ្ញុំនេះវាព្រឺសបល់នៅក្បែរគាត់ព្រឺសបល់មែនតើអញ្ចឹងអ្វីក៏ដោយពេលខ្ញុំទៅណាមកណាខ្ញុំតែងតែសួរប្រពន្ធខ្ញុំមុនថាទៅសុខសប្បាយអូទៅនេះប្រាប់គាត់រហូតអញ្ចឹងរាល់ថ្ងៃគាត់ដូចជាទីប្រឹក្សាខ្ញុំម្នាក់អញ្ចឹង បាទ អាចនិយាយថាបើរឿងផ្លូវងឹតគឺខ្ញុំសួរគាត់មុនគេសិនហើយមុនឲ្យខ្ញុំទៅជឿអ្នកផ្សេងខ្ញុំសួរគាត់សិនព្រោះប្រពន្ធខ្ញុំអាចនិយាយបានថាគាត់មិនដឹងមិនដែរថាជាបដិសេធគាត់មើលខាងហ្នឹងក៏មិនដឹងព្រោះខ្ញុំជឿមើលតាំងពី1ដល់1ដល់ម្ដាយយើងទៀតដល់ខ្ញុំទៅសៀមរាបគាត់ប្រាប់ខ្ញុំពេលខ្ញុំទៅសង្ក្រានអានេះចូលដល់សាច់រឿងទី4ដែលខ្ញុំអាចអានណានស្តុបទៅហ្មង បាទ ទី4នេះគឺវាអស់សំទោសទី3ដែលខ្ញុំទៅសៀមរាបអង្គរសង្ក្រានមួយនឹងក្រុមការងារយើង បាទបងបាទ មិត្តភ័ក្ដិ Pressy ម្នាក់ពីរនាក់ដែរ ជំនាន់ Pressy បាទជំនាន់ Pressy មួយគ្នាអញ្ចឹងទៅសៀមរាបអីចឹងទៅលេងជុំគ្នា6 7នាក់គេនេះស្ថានភាពមួយនៅចិត្តមន្ទីរពេទ្យនៅចិត្ត Pub Street បាទ មន្ទីរពេទ្យនៅល្បីហ្មង ស្គាល់ មិនអធិការស្គាល់ ចាំមិនស្គាល់បើថ្ងៃថាល្បីហើយ អូព្រឺហូមហ្មងអានេះខ្ញុំវិញ បាទ ជារឿងដែលខ្ញុំជួបវិញហើយខ្ញុំជួបនេះសារអាចនិយាយបានតាប់ដើមពីខ្ញុំជឿគាត់មក បាទ ជឿគាត់ហើយខ្ញុំចាប់ដើមទៅណាមកណាខ្ញុំចេះសុំសេចក្តីសុខសុំតែមកកម្មវិធីនេះខ្ញុំសុំដែរ បាទ ហាមកូនចៅសុំថតសុំអីចឹងទៅកុំឲ្យប្រកែប្រកាន់ បាទ បាទចង់ចាប់ដើមជឿចាប់ដើមខ្លាចចាប់ដើមភ័យ បាទ បាទក៏ទៅកម្មវិធីសង្ក្រាននៅសៀមរាបជាមួយនឹងមិត្តភ័ក្ដិបងប្អូន6នាក់បាទមិត្តភ័ក្ដិគេចូលយប់ឡើងញ៉ាំអីឈីអីចឹងទៅ បាទ តែសម្រាប់ខ្ញុំអត់ញ៉ាំគ្រឿងស្រវឹងទេ អញ្ចឹង បាទអញ្ចឹងទៅខ្ញុំនៅក្រោយគេមួយមិត្តភ័ក្ដិទៅម៉ាតគេទៅមុន3នាក់ហ្នឹងគេទៅគេងមុននៅទស្សនៈមកកន្លែងវាបែបបរទេសវាបែបជាលក្ខណៈបរទេសហើយការដេកវិញមកទោះមើលបើសិនជាបងប្អូនធម្មតាអត់ខ្លាចក៏មើលទៅរៀងខ្លាចដែរព្រោះបែបអឺរ៉ុប បាទអឺរ៉ុបគេធ្វើវាមកអាវត្ថុបុរាណរូបថតរូបអីហ្នឹងគឺរៀងគួរឲ្យខ្លាចមែន នឹងវាំងនោះអំភើអញ្ចឹងណា បាទ តែខ្ញុំអត់ដឹងមិនដែរអធិការខ្ញុំចូលតាំងពីថ្ងៃ check in តែហ្នឹងខ្ញុំព្រឺរោមហ្មងខ្ញុំមានខ្ញុំព្រឺរោមតែមានឃើញតែខ្ញុំព្រឺរោមមានចុះមិនយើងដូរតែហីចុះគ្នាខ្ញុំតែថ្ងៃសង្ក្រានប៉ុណ្ណានេះមានតែណាពេញអស់ហើយ បាទ មានហ្នឹងហើយហ្នឹងមែនអត់សូវមានមនុស្សទេមានតែមិនក្រុមខ្ញុំមួយក្រុមមិន2ក្រុមតែគេគេងជាន់ក្រុមខ្ញុំអាចជាន់ទី3 បាទ ជាន់លើគេមានតែ3ជាន់ទេជាន់ទី4ហាកអាវអធិការដឹងអត់ពេលដែលយប់ឡើងបងប្អូន3នាក់ដែលគេញ៉ាំអីមុនគេមកកតុបគេងគេចូលគេងអស់ម៉ោង10កន្លះគេគេងអស់ស្រាប់តែខ្ញុំមួយនឹងមិត្តភ័ក្ដិ3នាក់ទៀតនៅក្រោយគេហ្នឹងហើយអាមួយដែលនៅក្នុងចំណោម3នាក់ហ្នឹងគេមកមុនគេសុំមកមុនងុយគេង បាទ ចុះអត់បានចូលម៉ាតជាមួយទេទិញអីហ្នឹងទៅ2នាក់ហ្នឹងទៅ បាទ មកមុនមិត្តភ័ក្ដិខ្ញុំមួយទៀតមកភ័ក្ដិអាភ័ក្ដិវាទៅមុនភ័ក្ដិទៅដល់តែហ្នឹងវាចូលទៅវាយប់ឆ្កែលូហ្មងនៅគៀនពេទ្យហ្នឹង បាទ 10កន្លះឆ្កែលូវាឆ្ងល់វាថាជុំស្អីម៉ោងស្មាននឹងឆ្កែលូអីណាមកលេងអីទាំងពេលហ្នឹងបើថាលេងចាញ់ឲ្យឃើញមកដល់តែ និយាយចឹងហ្មង បាទអញ្ចឹងឃើញហ្មងតែវាចិត្តសឿងដែរអាចនិយាយបានថាសាក់លក្ខណៈដែរ បាទ គេចេញមកគេស្ទីលដែរអញ្ចឹងណាបាទអត់ឃើញហ្មងទេបើបាក់ពេកគាត់ក៏ចូលទស្សនៈហ្នឹងធម្មតាចូលចរាយន្តតែឃើញម៉ោង10កន្លះមានអ្នកបើកចរាយន្តឲ្យអង្គុយចាំបើកចរាយន្តឲ្យបងប្អូនអង្គុយបើកចរាយន្តឲ្យគាត់នៅក្នុងចរាយន្តណា ជំនាន់មុន Eon ក៏គេដាក់បុគ្គលិកចាំចុចចរាយន្តឲ្យភ្ញៀវដែរ ហ្នឹងហើយតែខ្ញុំមិនដឹងថាហេតុខ្ញុំជំរាបគេអាប់ដេតមែនបាទដល់មានអ្នកចាំអង្គុយចរាយន្តតែស្នាក់3ជាន់សង ហ្នឹងហើយ គ្នាអត់ដឹងទេអត់ចាប់អារម្មណ៍ទេក៏ប្រាប់ទៀតសុនសុកស្អី អ្នកចុចហ្នឹងហើយ ពាក់អាវសុនសុកស្អី ភាគច្រើនគេដាក់ចេះបងបើមែនតែណាបុគ្គលិកអនាម័យអីក៏គាត់អង្គុយចឹងដែរដើម្បីបាន tip អីចឹងទៅហ្នឹងហើយវាអាចមានផ្លូវនឹងដែរ អាហ្នឹងចឹងដែរតែទៅពេលគាត់ប្រាប់ថាសុំចុចទី3ចុចធម្មតាហ្មងអត់អីតែគ្នានោះចេះតែប្រាប់ថាភឺហោមឡើងទៅតកតុបគេងនៅមកកតុបគេងប្រាប់តែឃើញប្តីប្រពន្ធប្រាំងពងនិយាយស៊ុយតែភាសាអត់បានទេវាអត់សូវចេះភាសា បាទ ថាបានស៊ុយមកកតុបហ្នឹងកតុបយើង115កតុបគេ117 បាទខុសគ្នាម្លងមកបន្ទប់ ទល់មុខគ្នាហ្មង ទល់មុខវិញទល់មុខ ទល់មុខគ្នាបន្ទប់ទល់មុខគ្នាឡើងមកបត់ឆ្វេងមកគេឃើញណាអូបត់ទេស្មានហ្នឹងអត់តគេងឯងនៅពាក់អាវដេកយប់ឯនៅមួយប្តីប្រពន្ធនេះខ្សែមួយទេណា បាទ គេចែកគ្នានៅមុខហ្នឹងនៅមុខកតុបគេហ្នឹងនៅនិយាយស្អីទេវាស្អាតបានវាជាអង់គ្លេសទៅគោះទ្វារអា3នាក់ក្នុងកតុបគេងវាគោះហើយចង់ចូលប្រហែលជា2នាទីអត់ភ្ញាក់ អត់មានអ្នកគេងើបមកបើកទ្វារ អត់ភ្ញាក់វាក៏វាអត់ចេះអង់គ្លេសវាក៏ងាកមើលទៅអា2នាក់ប្តីប្រពន្ធវាគឺរំខានគេមើលទៅវាថារំខានគេអញ្ចឹងណាស្លក់ប្រពន្ធស្លក់វាហ្មងថាស្លក់អាភ័ក្រប្រាប់ខ្ញុំថាភ្នែកចង់ប៉ុនពងមន់ហ្នឹងស្លក់ចេញមកធំហ្មងស្លក់វាថាវាភ័យវាចាប់ពេលហ្នឹងវាគិតថាមិនមនុស្សអញ
វាភ័យបារម្ភព្រោះក្បាលសូម្បីតែជាវាហឹងហ្មងពីរអ្នកនឹងនិយាយអីក៏អត់ដឹងដែរហឹងទៅជាហឹងវាគោះទ្វាវាចង់ទម្លុះទ្វានឹងចូលឲ្យគោះទ្វាចែកដល់អា3អ្នកហ្នឹងវាឡើងជួណូមួយបានបើកទ្វាមកវាចូលក្រឹបបិទគ្នាឡើងលឿនហ្មងបិទវារហូតទៅដេកនៅលើហ្នឹងអាហ្នឹងសម្រាប់វារឿងវាតែសម្រាប់ពីរអ្នកខ្ញុំនេះខ្ញុំឯហ្នឹងមួយទៀតអាគុណពូម៉ាក់ខ្ញុំផលគុណចេញពីម៉ាតមកចូលវិញដូចគ្នាហ្មងចូលមើលតែខ្ញុំមកហ្នឹងកំឡុងពេលម៉ោងពី10កន្លះយើងម្លងបាន2-3ម៉ោងហើយបាទពី10កន្លះ2ម៉ោងដល់ហ្នឹងក៏អត់មានឃើញរីស័ព្ទអត់មានលេងហ្មងយើងអត់មានរីស័ព្ទអីទាំងអស់ចូលមកស្កាត់ជ្រាបហ្មងបាទយកចំស្អីអាស្មានហ្នឹងក៏ដេកអស់អញ្ចឹងអត់មានទទួលញៀវសន្សុកអត់មានអញ្ចឹងណាបាទចូលទៅពីអ្នកវាអានោះក៏យកអវ៉ាន់ម៉ាតអស់ហ្នឹងចូលទៅចុចចរាយន្តអូពេលគាត់បើកចរាយន្តខ្ញុំភឺហ្មងហូមហ្មងបាទបើកចរាយន្តវឹបឃើញគាត់នឹងអង្គុយចាំចុចកណ្ដាលហ្នឹងឃើញដែរយើងឃើញដែរសួរជាន់ទីម៉ានបាទអាគុណប្រាប់ថាជាន់ទី3តែវាអានោះមនុស្សខ្លាចខ្មោចហ្មងពូម៉ាក់ខ្ញុំអាគុណហ្នឹងវាកំពូមនុស្សខ្លាចខ្មោចរឿងឃើញអីក៏គិតឆ្នៃចេញខ្មោចបានបាទគាត់ខ្លាចខ្មោចខ្លាំងហ្មងអញ្ចឹងគាត់ភ័យគាត់ញួរកាន់ហ្នឹងទៅគាត់លួយគាត់កេះខ្ញុំនៅក្រោយខ្នងគាត់ពេលចុចជាន់ទី3នឹងចដាយហ្នឹងគាត់សួរនិយាយហ្មងថមីខ្មោចលងអីតែម៉ោងពី10កន្លះមានអ្នកអង្គុយបើកចរាយន្តអើយខ្ញុំនឹងថាឯកមាត់នៅស្ងៀមមើលនេះមនុស្សថានេះមើលមនុស្សតែអង្គុយប៉ុណ្ណាឯងខ្លាចខ្មោចតែយើងនិយាយខ្សឹបអញ្ចឹងទៅបាទខ្សឹបប្រាប់វាអញ្ចឹងណាគាត់ឡើងដើរចរាយន្តហ្នឹងវឹបឃើញអត់ឃើញប្រាំងដីពុនហ្នឹងទេបាទគាត់ទៅគោះទ្វារគេតែគោះឡើងយូរចឹងអាមុនទៀតអាមុនតែ2នាទីណាខ្ញុំគោះឡើងចឹងកន្លះម៉ោងពីនេះអាគុណហ្នឹងគោះអត់បើកទ្វារហ្មងខ្ញុំគោះទ្វារអាគុណវានៅក្រោយខ្នងខ្ញុំវាកន្លែងទៅអាផ្លូវដើរហ្នឹងវាមិនមានប្រអួចហើយមិនមានដឹងស្រាប់អីអារូបតាំងហើយនោះហើយប្រអួចវាអង្គើហើយប្រាំងដូនវាហោះអាគុណថាធំមីខ្មោចលងអីឯងមកក្រោយខ្នងឯងមើលប្រអួចឯងស្មាននឹងមានខ្យល់ខ្លាំងមែនខ្ញុំមនុស្សខ្ញុំចុចនិយាយបានថាមនុស្សលេងដែរប្រឡាចវាហ្មងដឹកដៃវាទៅហ្នឹងហ្មងដៃទាញទៅដល់អាឡែងហ្នឹងប្រឡាចវាអូនវាទៅមកទៅដល់ហ្នឹងវាភ័យវាស្រែកខ្ញុំវាស្រែកផងហើយឯងថាឯងស្រែកលឺចឹងឯងរំខានដល់គេចឹងឯងកុំស្រែកអានេះប៉ុណ្ណាណីខ្លាចខ្មោចឯណាតែបើចូលលងអស់នេះនិយាយមាត់ឲ្យចង្រៃចឹងហត់ទេដោយសារមួយថ្ងៃនេះមនុស្សលេងច្រើនស្រាប់បាទចង្រៃចឹងដែរបងប្អូនអត់ជឿហើយប្រមាថគេចឹងហ្នឹងហើយបាទកលែកមកវិញប្តីពុនហ្នឹងនៅមកកន្ទប់យើងទៀតអូឃើញប្តីពុនហ្នឹងទៀតបាទបើកទ្វារឲ្យក្បាលមកទាំងពីរនេះឲ្យក្បាលមកតែខ្ញុំឆ្ងល់ថាចេះបើមនុស្សហេតុអីបានពួកខ្ញុំពីរអាគុណស្ដាប់អត់លឺនិយាយអីនិយាយគេនិយាយធម្មតាតែយើងអត់ហឹងហ្មងតែឆ្ងាយអត់ហ្មងតែកាប្រវាយហ្នឹងទៅគាត់នោះហើយសំខាន់ 4-5 ម៉ែត្រមកកន្ទប់ចឹងអីប្រហែលចូល10ម៉ែត្រចូលវាឆ្ងាយដែរពីស្ថានទស្សនៈវាបាទផ្លូវដើរបាទខ្ញុំក៏អត់ខ្លាចដែរហ្នឹងតែក្នុងចិត្តភ័យណាយើងរៀងអត់សូវស្រួលដែរអត់សូវស្រួលចុះបាសរោមហ្នឹងបាទចាំបាសរោមហ្នឹងសំខាន់អត់ស្ដាប់គាត់លឺបាទគាត់ដៃអាគុណទៅឲ្យមកកន្ទប់យើងអញ្ចឹងមិនត្រូវទៅបាទដើរសំទៅមកដល់អញបុកទៅបន្ទប់ចូលហ្មងថាមិនមកទៅអញ្ចឹងអស់គ្នាហ្នឹងគិតមើលមុខគ្នាអញ្ចឹងណាដើរដល់មកកន្ទប់ហ្នឹងនិយាយ sorry គេហ្នឹង sorry មកដើមអញ្ចឹងណា sorry គោះទ្វារប៉ាហ្នឹងបើកទៀតគោះទ្វារអញ្ចឹងដៃពុនហ្នឹងចាប់យើងណាហើយប្រពន្ធស្លាក់យើងហ្មងប្រពន្ធស្លាក់ដែរស្លាក់ចេញមកស្លាក់មើលយើងអាលក្ខណៈអត់ព្រិចហ្មងអានោះអាបាពូម៉ាក់ខ្ញុំវាខ្លាចខ្មោចខ្លាំងមែនតើវាខ្លាចហើយអត់ព្រមចូលបន្ទប់វិញនៅឈរមើលយើងចាំទៅចូលបន្ទប់ហ្មងហ្នឹងហើយចាំមិនថាខ្ញុំវាកន្លែងហ្នឹងខ្ញុំមើលនិយាយព្រឺស្រួលហ្មងអូពូម៉ាក់ខ្ញុំទាំងអស់គ្នាដែរនៅក្នុងហេតុការណ៍ហ្នឹងឃើញ share វីដេអូហ្នឹងផងបាទព្រោះវាជារឿងពិតដែលពួកយើងឆ្លងកាត់ទាំងអស់គ្នាហ្មងបាទអូខ្ញុំប្រាប់ពុនខ្ញុំថាហ្នឹងហើយតែមាត់ផ្លែកផ្លោចអតិកាដឹងអត់ពេលដែលយើងចឹងហើយហ្នឹងអត់គោះទ្វារអាបើកឯងដឹកដាក់គុណចុះចរាយន្តវិញទៅយកសោពីរិស័ព្ទហ្នឹងទៅសុំសោពីរិស័ព្ទខ្ញុំថាពួកអាស្មាតទោពួកអាហ្នឹងខ្ញុំសេកហ្មងចេញមកពួកឯង Frank អញហើយហើយមកធ្វើបាបអញហ៎ចុះមកក្រុមអាគុណមកយកសោពីអ្នកតែរិស័ព្ទចុះមកចរាយន្តលែងឃើញមនុស្សចុះមកចរាយន្តលេខខ្ញុំអាគុណវាស្រែកដូចចរាយន្តអញថាមើលអញថាមិនអាជាងទេខ្ញុំចុះទៅដល់ជាន់ដល់ជីពេលហ្នឹងបាត់ភ្នែកខ្ញុំក៏បាត់ភ្នែកបាត់នៅជាន់ដល់ជីដល់ជប់រិស័ព្ទបាត់សុំសោរិស័ព្ទឲ្យរិស័ព្ទជួលឡើងទៅលើរិស័ព្ទអត់ជួលទៅទៀតឲ្យតែសោយ៉ាងទៀតអត់មានអ្នកនៅមើលក្រហមអីចឹងទៅលេះតែខ្ញុំមើលមុខអ្នកហ្នឹងក៏ភ័យដែរខ្ញុំថាមានប្រហែលជាមានរឿងអីលាក់បាំងពួកយើងហើយហ្នឹងហើយអញ្ចឹងអត់អីឲ្យសោសិនឡើងទៅវិញអត់មានជាដាវយន្តទៅវិញតាមចដាភ័យចដាជើងវិញដើរជើងរត់ឡើងទៅលើហើយដល់មកកន្ទប់ហ្នឹងចាក់សោហ្នឹងអាពីអ្នកប្តីពុនហ្នឹងអត់ឃើញទេអត់ឃើញទេបាទចាក់សោចូលពួកអានោះគ្មានបានដេកវាមានដេកណាវានៅស្ដាប់ការអាខ្លះនៅស្ដាប់ការនៅលេងហ្គេមហ្នឹងហើយមិនបាក់លឺខ្ញុំគេអត់តដេកហងគេនៅនិយាយគ្នាលេងអីចឹងទៅពី10 40រហូតគូទ្វារដល់ម៉ោង 1:15 នាទី
cho vô sao bấp ba đó bông lên kèm nhưng ta cho mấy bà lừa anh cô ta ấy cô thứ tiền cả vì đang con người ta thò mi bàn dây thằng chậm sai chậm gì vì phơi với kháng á nhóm đây nhóm phải đây chẳng bắt bác này á đây chẳng bác này kịch bác đây kịch chập phơi hắn trong chơi trò lúa mới môn bị bay hay nhom hai bà con bị đấy cũng phơi nó kia chờ này rồi những cái kẻ bấy á trong kia anh nói chơi cây nhom mà nhảy mà chơi chậm phật chậm chơi cái này đọc phật láng cho mà khốm breakfast hay là admin breakfast thì tại đại include breakfast ao dương xua admin breakfast mình anh trắng có hai người sao mà xua đâu đi sao vậy xua chúng ta bong ở bên nhôm dùng bên lâu la cái đồng đen trắng miền đồng khang đó nhiều ọt vậy chụp sáng nó bỏ tép đây bốn nó nên một cuộc tục nhôm mình trắng đó nhôm mình giấy mà con bây giờ còn gì đang sống tôi nhưng mà bọn kia ai na rồi đưa trắng xong mà chia slide cái phong người ta xong tôi mấy bọn nơi cho anh thì bấy nó mình là bỏ ai kênh ta anh nói cho ba mà rồi mà nè cái lại nè á đại nhôm tha bảo xin chị cái tha nhôm giấy cái tha nhôm bật đây tại vì chữ hướng nhôm chụp anh ấy mà nhôm giấy mà hay min kia xây môi nè tại nè khơi nhập bơi gì tại nó không sai hướng nó môi nèแต่ไปยมใหญ่จังปุ๊บแพะไปแพะมาชุบได้จ่ายเป็นชุบเนี่ยจักรดาวจนอดไปต้องแพงเช็คเอาท์ไปrồi nó nơi check out hỏi từ nhắm ấy nó chết nằng nơi chết một tí pet lại bài sụp ấy cái nữa xưa mình asta kia nó mạch mình phụ nhom dụng mình ba rô mà dụng mình nhom đẹp lụa sò nhom đấy bạc đây mong mình nha ô mùi chắc mùi anh mà đây nhắn mà sợp tê ná tao còn lại đây từ sớm môn mà chắc mình không tha đó mình là sớm môn mấy mà mau scran hộ lại đây bàn phải không có tha là nắng đây mà pôn bọt thế sầm lạp cái này chăn lắp này mà đầy pôn rồi thế nhưng số đã cho sân sọc đào dún anh đang nhà sản nó mình sân sọc đã cho đào dún anh đang chạy hướng mới đào nhungนี่มองnhưng chọn cha mặt play đào lỡ chọn nhặt play nhưng chơi tập đẹp tới sự nghiệp lắm nó nhưng từ mơ nhà sản đang lỡ cái hũ trao mong lỡ cái hũ trao thư hàng cà phê tay nhưng mà toàn bà hàng chung ok đây là cái hũ trao nhà sản trao mong á mình lên mình đặt đây mong anh nhưng smart là hai ca nó dương là chuột nè đại lọp từ cây mun đại cây này cái pole hốt ra sẵn đang hốt mua đang mong ra cho bữa anh mới anh cho đằng đái ok chụp chờn hãy tay dương mà đại đằng và hai ca đang hai mình chập đào phư phê chúng ta ô tây na đằng này mà tây Campuchia nhom chưa mong nhom sầm cắt bằng tây chop pe để pin nè ở đây một pôn bò tây năng sọt một bong nắng thơ mấy bạn bạt pin nè ở đây pôn nắng khi trâu bật tốc với rồi còn một ngày đai chanh mong đây là cái sọt dưới nó như mình ta xong tô kê cho máu đầm bay từ vô sao mà chả sao bênแต่ลายมัดขึ้น แต่แปะได้ใจยังปวดนั่งในชอสละนั่นนะ ธรรมดาเราโจจะด่าโยนให้เนี่ยเราด่าโยนให้ลายมาเลยvớiตามจะด่าchương thiênอัดไม่เคยแต่อ๋อmà tốt nó còn nghe tại tốt một nhưng mà rồi đập bầm trăm đấy chứ đấy mà rồi đập bầm dưới mà rồi đập ram hay mà chưa cho thì bay mới tầm rồi đập ram một cút hay cho cái thom đá này hay cho ấy mà rồi đập ram bị sai mấy cho mình ngó ra hai đây ban tia sạn nó ở bên mình kênh hay hai đây ban chia cái chụp hướng đang chờn chắc hết ca nó phải màn sao mà bằng chăm mày hết ca nó tăng bị nhom ballon Fresh mà đo lỡ video cho đập xem tăng bên nó nhìn tới đào lấy bị bọn đập buồn nó nông cạn hai ca nó mình mất phẹt nhom miền Fresh boy để đạp một con Fresh cứ nguồn chăn chạ giá mất phẹt nhom đầy bọc khơ miền sụp hé hay đằng miền thi map sấy map trong miền sấy buồn nhé rồi phò buồn nhé nàyผม 7เนี่ยก็ต้องแมนผมมวยผม 7เนี่ยบ่าแต่ปอนcáiปีนั้นcái này tròn khomแต่ผมมวยเนี่ยนั้นมันแข็งเลยน้องผมมวยบ่าchẳng tới hướngนั้นคือวิเชียเรื่องแต่บ่สันจีบ่ปอนจังดังชาวบ้านยำทางมันแข็งยำแต่ปงมือกำทีนี้ตัวช่วยเสียนี่มั้งให้แต่ใส่แคปชั่นเฉยๆไว้ยังบ่าแต่ใส่มาผัวไอ้เนี่ยแต่ก็นี้นั่นก็ในน้องจำหนาวนั่งหือนั่งได้ให้กำทานยำนั่งใช่แต่ยัยประดับชั่วโมงนั่นเนี่ยยำ2 ชั่วโมงมองตื่นไม่นาทีมัดในโพสัตในวอลเคอร์ในเวียแวงนะอะไรเนี่ยเดี๋ยวรับปฏิกุลจังไงยังนี่งูจันจักรยานในเพลย์ราแต่เพลิงหลอกไปมันแพะยำจัดเด็ดมวยเนี่ยต่างยมให้แพะในดันปีจังเนี่ยก็ให้จริงบอกเปล่ามีตีตังมีชั่วโมงมีตีตังจะมาล้ออัดมีเลยสายนะโอ้ยจอมได้ผือโหมองนั่งไงอันใหญ่บ้านน่าจำเชื่อจับดาวเชื่อคลั่งเป็นนังมองให้เชื่อนี่จับดาวเชื่อนี่ดาวสกอร์แพะใหญ่ยังไม่เชื่อมองจังบ้านหอไงนี่ยมเตยนามานะยมตายอย่างสุกวดมีเรื่องมวยได้นึกสมาร์ทดอลป่วย
កន្លងទៅយូរដែរក៏អត់ដែរមានបញ្ហាជួបទាំងទៀតតែចាក់ស្ដែងខ្ញុំអ្នករស់ស៊ីអត់ចោលទ្របបងប្អូនដឹងហើយ បាទ ខ្ញុំត្រូវចុះខេត្តញឹក បាទឡើងចុះ ឡើងចុះអញ្ចឹងទីតាំងស្វែហ្មង បាទ ស្វែទីតាំងទៅមើលហើយតំបន់នេះខ្ញុំមានក្រុមខ្ញុំមួយក្រុមសហគ្រិនសន្តិភាពហេតុការណ៍នេះជាងជួបជុំគ្នាហ្មង ប្រហែលបងសំកាត់ទីប្រហែលឆ្នាំណាដែរបង នៅក្នុងឆ្នាំ2022 តាំងពីឆ្នាំដែរ បាទ យើងទៅជុំគ្នាអធិការបងប្អូនចុះទៅមើលដីសម្រាប់កន្លែងណាល្អយើងទិញទុកឬក៏ធ្វើជាការពុះលោអីចឹងទៅណាទៅកន្លែងដីមកកន្លែងក្នុងខេត្តកំពង់ស្ពឺវែងជីឡើងមកព្រឹកនឹងវែងនៅកន្លែងដែរ អត់ទីតាំងដែលយើងចង់ទៅណាត់ឃើញ អីវាស្រែសោះហ្នឹងហើយបានយើងជីវែង បាទ កណ្ដាលថ្ងៃមកពី10មានមិត្តភក្តិខ្ញុំនៅក្នុងហ្នឹងគាត់កាន់គ្រឹះ បាទ ចឹងគាត់អត់សូវជឿរឿងចឹង បាទ ហើយទៅពេលចឹងឃើញមុងតាមតំបន់មានមុងច្រើន បាទ ចឹងគាត់ថាសម័យហ្នឹងនៅចុះមុងពូនដីពូនអីចឹងទៅបើធ្វើអាលក្ខណៈថា បូជា បូជាឬក៏គេដាក់ចូលនៅក្នុងមឈូសយើងគេធ្វើបែបអានេះហ៎ ទុយទៅ បាទបែបទុយគ្រឹះហ៎ ហ្នឹងហើយ បាទទៅធ្វើណាចំណាយលុយណាតាម ចោលដី1ឡូធំ ចោលដីធំច្រើនអីចំណាយអីចឹងណា បាទ ដឹងតែចលនាវាថ្លៃអាប៉ែនោះគឺគិតតែរឿងចំណេញខ្ញុំក៏ធ្លាប់ប្រាប់រឿងដែលខ្ញុំកើតហេតុនៅសៀមរាបនេះប្រាប់ពួកគាត់ដែរប្រាប់តាំងពីរឿងបងថ្លៃដូចតែរឿងខ្ញុំនិយាយថ្ងៃនេះចឹងប្រាប់ពួកគាត់ទាំងអស់ បាទ ឲ្យតែអ្នកស្គាល់ខ្ញុំប្ តែ រាប់ គាត់អត់ជឿគាត់គ្រឹះបាទ បាទគាត់ថាខ្ញុំនឹងអីកាពះអីណាអីគេអាស្តូម៉ាត់អីណាមកវាឡើងគ្រីស្តេរ៉ុលឡើងខ្លាញ់លើអីណាគិតច្រើនកែគ្រប់គ្រាន់អីចឹងទៅ បាទ តែអត់ទេអ្នកឯងទៅរៀននៅអូស្ត្រាលីក៏ដោយមកវិញឯណានេះស្រុកខ្មែរអ្នកកុំចោលអសោះណាជំនឿយើងនៅស្រុកខ្មែរអត់បានទេកុំនិយាយផ្លេចផ្លោតបានទេបើមិនជឿកុំប្រមាថហើយមិនមែនតែជួបតែខ្ញុំលប់ជួបទេមានមនុស្សច្រើនណាស់បងប្អូនមកចំនួនដែលកំពុងទស្សនាកម្មវិធីនេះក៏គាត់លប់ជួបដែរ បាទ តែពេលខ្លះគាត់និយាយប្រាប់គេគាត់ជឿចឹងហ៎ បាទ ហ្នឹងហើយ ទៅជួបមានគ្នាអញ្ចឹងទេ ដល់ដូចខ្ញុំហៅឈ្មោះហ្មង បាទ ហើយជួបទាំងអស់គ្នាហើយកុំឲ្យថាយើងកុហកហ្នឹងហើយអញ្ចឹងមកក្រុមគ្នា9នាក់គាត់និយាយតែប៉ុណ្្នឹងឯណាហើយគាត់ណាប្រមាថគេតែប៉ុណ្្នឹងសោះណាជីទៅជីមកនៅតែក្រៀនហើយព្រៃមកក្បាច់សោះជីអត់ផុតព្រៃ ហើយទូចទេភ័យហ្នឹង ហ្នឹងប៉ុន្តែស្មាត់ទៅចឹងទូជាងទីធ្លាវត្តអីផងតែជីអត់ផុតដល់គ្នាខ្ញុំម្នាក់ចុះមកអុជធូបបួងសួងអីចឹងទៅតាមកុំប្រកែប្រកាន់កូនចៅណានិយាយខុសឆ្គងអីចឹងណាមានណាតែការតែឃើញទាំងអស់គ្នាខ្ញុំនិយាយថាឃើញទាំងអស់គ្នាណា បាទ វូ ខ្យល់ហ្មង ផ្ទាំងធំមកប៉ុនចាអេ អះ វូទៅលើចុងកគី ឃើញរបៀបមិនដែរ យើងឃើញជាភ្លើងហ្មង ពេលថ្ងៃហ្នឹង បាទពី10ថ្ងៃហ្នឹងឃើញជាភ្លើងហោះវូស្មាត់ទោះដោយដែរឃើញភ្លើងដែលបើសិនជាយើងដុតភ្លក់ភ្លើងវាខ្ទាតភ្លើងនេះចេញហោះមែនទេ បាទ បែបអញ្ចឹងណា ហ្នឹង វូស្ទើរនៅលើចុងកគីហ្នឹងហើយវាអត់មានឃើញមនុស្សឬក៏ឃើញអីទេតែវាឃើញតែភ្លើង នៅហ្នឹងហើយយើង បាទ មើលឈរមើលថត ចូលមើលទាំងអស់គ្នាហ្នឹងអូនិយាយទៅ ជិតថ្ងៃត្រង់ ចឹងមិនខ្ញុំនិយាយថាស្រុកខ្មែរយើងគឺថាអើយគុំសំយោហើយនឹងរឿងមនុស្សនេះអាបិយជំនឿនេះគឺវាមានពិតវាមិនមែនដូចតែអ្វីដែលគេនិយាយតែជឿប្រឌិតអជឿតែឃើញខ្លួនឯងមិនដឹង បាទ មិត្តភក្តិខ្ញុំម្នាក់គាត់ស្មោះបងបន្លែងគាត់ឲ្យយើងទាំងអស់នេះបងសុំសាពះគេហ្មងសុំកទោសទោសគេទាំងអស់ បាទ សុំកម្មាទោសឲ្យបើកឡានចេញហ្មងពេលហ្នឹងបើកឡានចេញហ្មងចេះលួចមើលពីចង្ងាយដែរភ្លើងហ្នឹង បាទ ភ្លើងហ្នឹងមែនណាគាត់ឲ្យយើងបើកឡានផុតទៅឡើងឃើញភ្លើងហ្នឹងហើយក៏យើងបានផុតព្រៃហ្នឹង ផុតភ័យលេងអីទៅប៉ុន្តែប្រហែលជាប់ក្នុងហ្នឹងប្រហែលជាប្រហែលនាទីប្រហែលម៉ោងដែរបង ប្រហែលជា40នាទីឯង 40នាទី 40នាទី អីយូរបើប្រហែលប៉ិនវត្តនេះហ្នឹងទូចមែនតើនេះអញ្ចឹង យូរតែយើងនៅឈប់បច្ចេកគ្នាទៀតចែកនិយាយអារឿងហ្នឹងភ័យខ្លាចអីហ្នឹងចែកគ្នាចឹង40នាទីហ្នឹងសម្រាប់ថាបើយើងអ្នកខ្លាចអត់យូរទេ អេសម្រាប់អ្នកខ្លាចដូច40ម៉ោងអញ្ចឹង សម្រាប់អ្នកខ្លាចអត់យូរទេតែសម្រាប់អ្នកកំពុងស្ដាប់យើងនេះ បាទ នៅផ្ទះនេះខ្ញុំគិតថាយូរហើយព្រោះយើងនៅក្នុងហេតុការណ៍ហ្នឹងអត់ដឹងទេមិនដឹងម៉ោងមិនបានចាប់អារម្មណ៍ម៉ោងណា បាទ ទៅភ័យសន្ស្លោហ្នឹងហើយជួយរកផ្លូវ Google Map អ៊ីនធឺណិតក៏អត់មានអ៊ីនធឺណិតទៀតពេលហ្នឹងខ្ញុំថាចំលេងអញមែនតើចឹងអាណាមិនជឿនិយាយតែស្ងួតបេមាត់ភ័យហ្មង បាទ ពេលហ្នឹងមានអារម្មណ៍ថាស្រួលពេកហើយជាពិសេសខ្ញុំជឿថាបើសិនជាបងប្អូនណាគាត់ជាអ្នកអវស៊ីអចលនៈទ្របហើយនឹងចោះទៅសវែខេត្តគឺជប់ញឹកហ្មង បាទ ហេតុ ព្រោះ ការណ៍ គាត់ទៅ ហ្នឹង គាត់ទៅតំបន់ប្លែកថ្មីរហូតបាទ ជប់ញឹកដោយសារអីខ្ញុំមានមិត្តភក្តិផ្សេងៗនេះក៏គេថាដែរអូយគឺស្តៀងគ្នាហ្មង បាទ តែសូមមេត្តាហ្មងត្រឡប់មកវិញថាបើសិនជាបងប្អូនដើរព្រៃឬក៏ដើរនៅតំបន់ដែលមានគេថែរក្សាអីផ្សេងៗអូយវាអត់អីនឹងការគោរពទេ បាទ នៅដៃសាពះបួងសួងគោរពទៅណា
បើមិនជឿកុំប្រមាថហើយបើសិនតែយើងបើជឿហើយយើងគួរតែគោរពព្រោះអីយើងមើលឃើញទេគេនៅទីកងឹតយើងនៅកន្លែងភ្លឺបាទហើយនៅលើโลกនេះវាតែងតែមានហើយវិញ្ញាណដែលអាចនិយាយបានថាបើសិនតែយើងនិយាយតាមវិទ្យាសាស្ត្រយ៉ាងច្បាប់ស្រូបទាញបាទតែយើងមានវិញ្ញាណអញ្ចឹងនៅលើโลกនេះបរិយាកាសរបស់យើងក៏មានវិញ្ញាណនេះគ្នាដែរបាទគាត់យើងមិនដឹងថាតើកន្លែងងឹតវាមានអីបាទយើងព្រោះយើងពេលខ្លះយើងមើលភ្នែកអត់ឃើញទេបាទតែបើសិនជាអ្នកដែលគាត់បាទអាចនិយាយបានថាជឿហើយឬក៏មានភាពភ័យខ្លាចហ្នឹងគឺតែងតែបានឃើញហ្នឹងមកបាទអូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងរបស់គាត់ហើយខ្ញុំអត់មានអីទៅសួរគាត់បានច្រើនទេសម្រាប់សូននេះដោយសារគាត់និយាយបានលំអិតល្អហើយអញ្ចឹងខ្ញុំអត់ហ៊ានសួរច្រើនកាត់ទៅកុំឲ្យដាច់អារម្មណ៍ដោយសារខ្ញុំឃើញបងនិយាយ detail បានច្បាស់ហើយបាទ detail ច្បាស់ហើយសំខាន់ទាំងពេលវេលាទាំងពីថ្ងៃខែទាំងពីទីតាំងទាំងឈ្មោះអ្នកចូលរួមមានច្បាស់លាស់អីចឹងបាទខ្ញុំសូននេះខ្ញុំអត់សូវបាននិយាយទេគឺខ្ញុំអត់ចង់ទៅរំខានគាត់ហើយក៏អត់ចង់រំខានអារម្មណ៍អ្នកនរគ្នាប៉ុងស្ដាប់ជក់ឮសលេងខ្ញុំលូកមាត់ទៅសួរដែរដោយសារ detail ច្បាស់អស់ហើយលើកលែងតែថាអូខេគាត់និយាយទៅខ្វះពេលវេលាខ្វះទីតាំងខ្វះមនុស្សអីចឹងទៅប្រហែលដល់ពេលនេះគាត់ detail មកច្បាស់អញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាងាយស្រួលស្ដាប់ខ្លាំងមែនតើបាទហ្នឹងហើយខ្ញុំគិតថាមួយទៀតបើអធិការមានឱកាសអាចចូលភ័ក្រខ្ញុំមកផ្ទាល់បាទអហ្មងព្រោះអីខ្ញុំនិយាយពីគាត់គឺវាអត់ស្មើនឹងបងប្អូនបានមកឃើញគាត់និយាយផ្ទាល់ទេព្រោះគាត់ជាអ្នកដែលបិទភ្នែកឃើញผมមានអារម្មណ៍ដេកយល់សពគេឲ្យឃើញទៅទីណាគាត់កលេចគេចេះឃើញពេលខ្លះខ្ញុំធ្លាប់ជួបនៅផ្ទះរបស់យើងណាបាទជឿអត់ថាខ្ញុំជួបជំនាងផ្ទះមុខដូចប្រពន្ធខ្ញុំហ្មងអញ្ចឹងហ្មងគេខ្លែងអីចឹងរបៀបខ្លែងហ្នឹងហើយខ្ញុំគិតថាជាជំនាងផ្ទះតែពេលសួរប្រពន្ធខ្ញុំប្រាប់ថាមិនមែនទេអ្នកតាមថែសារគាត់ស្លៀកពាក់ចេញមកបុរាណណយយើងល្បាំបាទល្បាំអញ្ចឹងបាទខ្ញុំកេងកណ្ដាលផ្ទះយូរត្រង់ទៅតែខ្ញុំថាជំនាងផ្ទះតែខ្ញុំកេងកណ្ដាលផ្ទះហើយកេងខ្ញុំកេងយប់ហ្នឹងខ្ញុំកេងកណ្ដាលផ្ទះចង់កេងលេងទៅម៉ោងប្រហែលជាម៉ោង9យប់ម៉ោង9យប់ហ្នឹងកេងចាំប្រពន្ធឡាយចប់អីហ្នឹងមកផ្ទះវិញបើកទ្វារឲ្យអញ្ចឹងណាគាត់នៅក្រុមហ៊ុនអញ្ចឹងទៅគាត់ដេកកណ្ដាលផ្ទះដេកបិទភ្នែកស្រាប់តែឃើញមកលេងយើងចុងជើងអញ្ចឹងខ្ញុំណាក់យើងឃើញប្រពន្ធខ្ញុំហ្មងខ្ញុំថាអីតែងបរានស្អាតណាស់តែខ្ញុំយល់សពទេបាទយល់សពដូចមែនតើបាទវាតែងបរានស្អាតណាស់នេះវាបោកខាងគ្នាណៃតែងយូរតែងស្អាតនេះតែខ្ញុំមានអារម្មណ៍ថាគាត់អត់ឲ្យយើងខ្លាចញឹមហើយស្រាប់តែគាត់ដើរទៅផុតទៅខ្ញុំក៏មើលខ្លួនភ្ញាក់មកមានអារម្មណ៍ថាចំហើយយល់សពហ្នឹងហើយដល់ប្រពន្ធខ្ញុំចេញមកពី live ខ្ញុំសួរគាត់អូនមិញអត់មានមកផ្ទះអត់មានមកផ្ទះឬក៏មានតុងតែងគ្រឿងតែអីចឹងអត់ទេបាទវិសាថានៅ live មិនដឹងអីផងបាទរួមទៀតហើយបាទតាមពិតខ្ញុំគិតថាបើអញ្ជើញបងស្រីមកបានក៏ល្អដែរដោយសារគាត់ម្ចាស់សម័យខ្លួនផ្ទាល់ហ្មងខ្ញុំគិតថាវាអាចមានរឿងតាំងពីក្មេងមកហ្មងដែរមុនដំបូងធ្វើម៉េចបានគាត់ចាប់ផ្ដើមជឿខ្លួនឯងមុននឹងប្រាប់បងឯងឲ្យជឿអូហ្នឹងហើយវាច្បាស់ជាមានរឿងមួយដែលធ្វើឲ្យគាត់ជឿលើខ្លួនឯងសិនហើយបានគាត់មកប្រាប់បងឯងកើតមែនអញ្ចឹងហ្នឹងហើយគាត់មានតែគាត់ថាបើសិនជាខ្ញុំនិយាយនៅអំឡុងពេលនេះគឺថាវាអត់លំអិតទេបើសិនជាមានឱកាសអញ្ជើញគាត់មកម្ដងទៀតខ្ញុំនឹងជំរាបគាត់ដែរថាចង់ឲ្យគាត់ចែកម្លែកដែរព្រោះអីពេលខ្លះមាន fan គាត់ច្រើនចង់ដឹងព្រោះអីការអំឡុងពេលដែលគាត់ហេតុទុះអូនថ្លៃបងថ្លៃហ្នឹងមានមហាជនច្រើនដឹងដែរប្រពន្ធខ្ញុំឡាយទៅគាត់និយាយគាត់សែតពេកគាត់ចង់ប្រាប់គេតែពេលខ្លះប្រាប់គេអត់ជឿហើយពេលខ្លះពេលដែលគាត់ស្ដាយក្រោយគឺថាគាត់ប្រាប់គេអត់ជឿគាត់ណាស្ដាយក្រោយគាត់ប្រាប់អ៊ំមួយនៅខេត្តស្វាយរៀងទៀតទៅជាតាគាត់ណាទៅជាតាសັບឃើញថាគេមកយកតាហ្នឹងហ្មងស្ដាយអញ្ចឹងហ្មងអត់តែគេតែទៅហ្មងថាមីក្រឹមទៅអ្នកនៅហ្នឹងនៅស្វាយរៀងហ្នឹងក្រឹមខ្ញុំសັบឃើញអត់ស្រួលទេសັບឃើញគេយកមកយកតាគ្រួចហើយតាគ្រួចពងឈឺហ្នឹងគេមកយកនេះក្រឹមថាអ្នកនៅនេះសັບឃើញចឹងដែរហើយឯងខាងនោះសັບឃើញចឹងទៀតដូចគ្នាម៉េះមានណាមានផុតទឹកហ្នឹងណាក៏ផុតទៅផុតមកបាទហើយអ្នកដែលផុតហ្នឹងកូនគាត់សັບឃើញដូចវិសាចឹងដែរដូចគ្នាដែរបាទអញ្ចឹងខ្ញុំជឿគាត់កាន់តែខ្លាំងដល់ថ្ងៃនេះក៏ខ្ញុំជឿបើសិនជាបងប្អូនដែលជាក្រុមគ្រួសារខ្ញុំទាំងសងខាងគឺជឿប្រពន្ធខ្ញុំទាំងអស់ទេស្អីគាត់ឃើញចឹងហ្មងច្បាស់ពេលខ្លះស្អីគេអាចនិយាយថាបើសិនគាត់មកវត្តគាត់ក៏កលែកអញ្ចឹងគាត់ប្រាប់យើងថាមិនណាបាទយល់ហ្មងយល់អញ្ចឹងខ្ញុំគិតថាប្រហែលជាបើយើងមានឱកាសប្រហែលជាយើងពេលរៀបសេតលើក្រោយចាំ
ខ្ញុំតាក់តងបងស្រីតាមបង fresh តាក់តងទៅមួយថ្ងៃអញ្ចឹងទៅ បាទ បាទខ្ញុំគិតថាប្រហែលជាគាត់មានអីលំអិតខ្លាំងជាងនឹងទៀតព្រោះដូចខ្ញុំនិយាយអញ្ចឹងមុននឹងគាត់ប្រាប់បងឲ្យបងជឿគាត់ច្បាស់ជាមានអីហេតុផលអីដែលគាត់ជឿខ្លួនគាត់អីថាអាហ្នឹងវានឹងកាត់ឡើងពិតប្រាកដមែនអីចឹងទៅ ខ្ញុំបន្ថែមមួយទៀតណា បាទបងបាទ នេះតាក់ទងមួយប្រពន្ធខ្ញុំនឹងខ្ញុំទៅ concert បាទ ពេលជើខ្ញុំដើរ concert មានអីផ្សេងៗដែរវាមិនអាចដឹងមុនណា បាទ បាទបងប្អូនអ្នកសិល្បៈដូចជាបងប្អូនតារាចម្រៀងពីច្រើនគឺគាត់ខ្ញុំជឿពាក្យច្រើនហ្មងគឺគាត់តែងតែជួបដែរ បាទព្រោះគាត់ជំនាន់មុនគឺធ្វើដំណើរយប់រហូត បាទយប់យ៉ាថាវិលកង់យប់រហូតហើយខ្ញុំមួយប្រពន្ធខ្ញុំអ្នកបើកឡានជូនគាត់មួយអ្នករួមមកឡាននោះមកក្រុមនឹងច្រើនអ្នកដែរបងប្អូនតែដូចឡែកពេលយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវរហូតហ្នឹងយើងអត់មាននិយាយផ្ដាស់ទេតែនេះអាចនិយាយបានតែពេលខ្លះក៏ជាម៉ោងពេលវេលាដែលគេដើរអញ្ចឹងណា បាទ យើងជិះ concert នៅកញ្ចេះឆ្លង គឺ តែឆ្លងកាត់តាមយើងជិះទៅពីពេញហ្នឹងដល់បងចាមឆ្លងពីទៅបងឃុំ បាទ តែមុនបងឃុំមានផ្លូវស្អាតអញ្ចឹងទេ បាទ អត់មានអភិវឌ្ឍអញ្ចឹងទេផ្លូវពិបាកមែនទែនហើយពេលជិះទៅតាមហ្នឹងមានចការកស៊ូអមសងខាង បាទ បាទហើយទៅដល់ហ្នឹងដល់កញ្ចេះអស់ហើយយើងមកវិញម៉ោង2ភ្លឺចេញពី concert នឹង2ហើយចប់ម៉ោង11 12ទៅយើងមកវិញដល់ហ្នឹងវាម៉ោង2 បាទ បាទដល់ហ្នឹងម៉ោង2វិសាគាត់កេះខ្ញុំដាក់បើកឡានហ្នឹងថាបងមិនអូនមិនគាត់កេះខ្ញុំហ្នឹងខ្ញុំមើលមុខគាត់ហ្នឹងគឺគាត់ចាប់ដើមគាត់លក្ខណៈគាត់មើលចេះគាត់មើលទៅផ្លូវហ្នឹងមើលចេះគាត់មើលចឹងហើយគាត់ហឹមម្នាក់ឯងខ្ញុំសួរគាត់អីគេអូនគាត់ថាបងមិនមានតែគាត់ខ្ញុំនៅស្ងាត់គាត់ខ្ញុំមាត់បងទៅមុខទៀតឃើញទៀតគាត់មើលទៀតគាត់មើលចឹងទៀតហើយគាត់កេះសួរអីគេកាត់អីគេអ្នករួមអប់ចាប់ដើមងើបអ្នកខ្លះដេកងើបឡើងមកសួរហ្មងបងចាយកាត់អីគេកាត់អីមានអីមែនឆ្កែរត់ចូលឡាននេះក៏មិនចឹងណា បាទ វិសាថាអ្នកអស់នេះមើលទៅមុខមិនឃើញអីអត់ចាអត់យើងមិនឃើញឃើញតែកស៊ូសងខាងហ្នឹង បាទ ប្រពន្ធខ្ញុំថា ហើយចកាកស៊ូ បាទអូហើយគិតមើលម៉ោង2ភ្លឺហើយអាសំឡេងខ្យល់កស៊ូហ្នឹងបាទ ស៊ឺបាទ អាប់ក៏ចុះដែរ បាទ ដល់ស្រាប់ហើយមានព្រៃច្រើនអាប់ចុះ បាទ ខ្ញុំបើកឡានបដាខ្ញុំភ្នែកខ្ញុំគឺនឹងចក់ចឹងហ្មងព្រោះខ្ញុំអន់ភ្នែកដែរខ្ញុំបើកភ្នែកមើលចឹង យើងផកខើហ្មង បាទផកខើតែមិនឃើញអីប៉ុណ្ណឹងថាអត់មានឃើញផងអូនគាត់ថាមានម្ដាយនឹងកូនណានឹងអែផ្លូវអាអ្នកក្រោយយើងស្កាត់មាត់ហ្មងមិនបើវានិយាយដែរស្កាត់មាត់ជ្រាបពីសំហាកន្លែងណាវិញចាយកន្លែងណាវិញហើយប្រឹងមើលកន្លែងណាឃើញមើលឆ្វេងមើលស្ដាប់ឃើញខ្យល់វាចេះតែលឺសលេងខ្យល់ដោយអាគេប្រហោះខ្លាញ់ឯង បាទបាទបាទ ដោយប្រហោះឯងចឹងពេលចឹងចេះសួរគាត់កែអូនកន្លែងណាបបអត់ឃើញទេចឹងគាត់ថាអត់អីចឹងអត់ឃើញអត់ទៅជិះទៅមុខទៀតប្រហែលជាបាន1គីឡូ ឃើញទៀត គាត់ឃើញទៀត ពីអ្នកម្ដាយកូននឹង បាទឃើញទៀតប្រពន្ធខ្ញុំប្រាប់ទៀតឃើញប៉ុន្តែអត់មានឃើញអត់ឃើញយើងមើលយើងវាអត់ឃើញហ្មង បាទ ឃើញតែគាត់ឃើញតែវីសាណាគាត់ឃើញទៅខ្ញុំភ័យប្រហែលខ្ញុំចាប់ដើមជន់ឡានគាត់តែលឿនគាត់នឹងលឿនឃើញទី3ឃើញ3ដង ឃើញ ឃើញ3ដងប្រពន្ធខ្ញុំបើកកញ្ចក់ជេរប្រហែលបើកកញ្ចក់ជេរហ្មងគាត់ថានេះមិនមែនអ្នកមកល្អទេបងមកល្អគេមកយើងខ្លាចទេនេះមកឲ្យគាត់ខ្លាច ហ្នឹងហើយ ខ្លាចហ្មងទៅប្រពន្ធខ្ញុំធ្លាប់ឃើញអត់អីនេះខ្លាចជុំនេះថានេះតៃហោង មិនមកល្អទេបាទ តៃហោង បាទ ឃើញយើងមិនដឹងថារូបភាពវាមិនតែប្រពន្ធខ្ញុំប្រាប់ថាវែងតម្លាក់មកទាំងម៉ែទាំងកូនហើយស្មាទោះមុខអាក្រក់ហ្មង ហើយមានស្លៀមពាក់បែបមិនគាត់មានបានប្រាប់បងហើយ ម៉ែហ្នឹងគឺឈុតសបើកូនអត់ឲ្យកូនកៅធម្មតាដូចកូនក្មេងធម្មតាចឹងទេ បាទ តែគាត់ថាវាមកអាក្រក់ហើយគាត់ស្រែកជេរគាត់បើកកញ្ចក់ឡើងខ្ញុំថាហ៊ានមកបើកឡើងគាត់បើកកញ្ចក់ឡើងគាត់ស្រែកជេរចឹងទៅហើយគាត់បោះអាគឺមេកអាប់គាត់បោះទៅអបកិច្ចយកលេងអញ្ចឹងទៅអញ្ចឹងណាគាត់ចេះនិយាយលេងទៅសុំឲ្យសុខសប្បាយកុំកែប្រកាន់អីទៅអញ្ចឹងណាក៏ជិះទៅបាត់នេះបាត់ចកាកស៊ូអត់ឃើញចកាកស៊ូ ផុតចកាកស៊ូ បាទផុតចកាកស៊ូអត់ឃើញអត់ទៅកន្លែងទៅក្រោយអត់មានចកាកស៊ូទៅពួកយើងនេះឃើញតែចកាកស៊ូ បាទ តែពេលយើងកន្លែងទៅក្រោយអាជីផុតហ្នឹងកន្លែងវាអត់មានឃើញចកាកស៊ូ ចឹង សុតឡានយកតែមែនតែនបើខ្ញុំសុតដល់អូចាប់យកតែមែនតែនសុតទៅវិសាលេងខ្លាចតែពួកខ្ញុំខ្លាចបើសុតទៅមែនតែនហ្នឹងចឹងអានេះរឿងនេះអញនិយាយបានថាអូនៅតែដិតដាមចឹងតែគាត់ថាយើងវាបានឃើញចឹងមិនថារឿងអីក៏ដោយនៅលើโลกនេះអត់អាចនិយាយបានមុនទេ បាទ បាទហើយអារឿងខ្ញុំផងផុតហើយហ្នឹងថ្ងៃដែលខ្ញុំផុតហើយហ្នឹង
ban mà dạ khối máu đã chủng riêng nhưng niên đạo Vin có lấy ផុសសក់ហមណា đang hai niên đạo Vin này đừng cú snai có đắng បាទ concert đằng đai បាទ bà đôi khi chụp đi chừng niên đạo Vin tha có chi lòng trong pi máu ăn phật cả su bong plei tới nên làm plei đang bong chi hào vậy bây giờ nhung chụp khéo đó plei chi hào vậy chứ còn tha còn chi pi máu ăn phật cả su đấy còn khơi được nhưng khơi mai កូ câu នដូចគ្នា khơi nên lại đang mong cho nhung kết tha bà chỉ quạt slap tay hông đôi cổ mệt má này đằng chẳng nó បាទ đằng bách វិញ្ញាណគាត់ទៅណា bà កា nhưng រ có tên hạt cao chẳng á với niên nào vin có chụp đích mùi chẳng hay có mà chụp giống gì hưởng nắng mà tẹt cả lá đấy có than đôi khi mong hạt cao đôi khi mong mong đôi khi thiệtจะลองมองปีเชียงรายนี่โดยสารก็จะมีคอนเสิร์ตคือเมาหน่อย បាទបា แต่ ទ สำคัญปีไหนก็สู้พวกยมนั่งถ้าบอกจะบ่อยจีนึงพออาจจะการสู้นั่งอยู่อ่ะแต่อัดจีอัดอยู่บองไหนนั่งจีแต่ก็ถ้าบองเนี่ยขอยแบบเคยการสู้ បាទ แต่หนังมีการสู้ បាទ แต่ไปยังจีพอการสู้ยังเงี้ยขอยแบบเคยการสู้เด็ด បាទ แต่เวลามันบึงพอยปลื้โรมองแต่ไปเนี่ยหนังวินก็เปรียบท่ายมกับจังได้แต่ยมจีมองพอการสู้ปีเมาแต่มาจะได้ไปจีแต่ก็เจ๊ตามเพลย์ชลงนึง តែមកខ្វាច់ ขวัญนึง បាទ តែឃើញហេតុការណ៍ម៉ែកូននេះដូចគ្នាហ្មងតែខ្ញុំអត់ដឹងថាគាត់មានបដិសេធអីមួយគ្នាទេបាទគាត់មើលឃើញដែរព្រោះពួកខ្ញុំបាទមិនបានមើលឃើញទេ បាទ ឃើញថាគ្រូសាខ្ញុំមួយទេ បាទ បាទតែសម្រាប់នឹងវិនគឺគាត់ឃើញតែប្តីប្រពន្ធគាត់ហ្មង ឃើញទាំងពីរនាក់ គាត់ឃើញ ហើយ ហើយនឹងឃើញនឹងប្អូនប្រុសគាត់ម្នាក់ទៀតទៅមួយនេះណា 3នាក់គ្នា បាទ គាត់3នាក់អញ្ចឹង គាត់ឃើញហ្មងខ្ញុំថាអីបើសិនជាខ្ញុំនិយាយថាខ្ញុំប្រឌិតហេតុអីបានម្នាក់ហ្នឹងបើឃើញចឹងដែរ បាទ បើថាយើង level វាប្រពន្ធឯង level វាមិនអោនឹងទៅចឹងដែរនេះ បាទ ចឹងហ្នឹងវានេះហើយមិនមែនតែគាត់ទេសូម្បីតែតារាចម្រៀងជើមក៏នៅនឹង ជើមនៅនឹងដែរ ឃើញយ៉ាងទៀតគាត់នឹងប្រាប់ខ្ញុំថាយ៉ាងការខ្ញុំមុនជើមហ្នឹងគាត់ឡានគាត់ចូលទៅផ្លូវហ្នឹងគាត់ឡានធំបាក់ចូលអាផ្លូវ concert ទូចហ្នឹង បាទ ហ្នឹងអញ្ចឹងគាត់ទៅជាមួយនាងអ្នកវិន បាទ ទីអាប្រុសជុំគ្នានៅក្រៅគេជាអាប្រុសទេអាប្រុសជុំគ្នាប្រជិតគ្នាទៅឆ្លងតាមព្រៃហ្នឹងតាមជីយូរតែមែនទេ ចូលផ្លូវភូមិហ្នឹងបាទ ហើយចាក់ស្ដែងមានផ្លូវអាចកាកស៊ូវាមានឆ្ងាយចឹងណាអញ្ចឹងអានេះសិតតែព្រលឹងដែលគាត់ធ្វើឲ្យយើងខ្លាចហ្មង បាទ បាទអញ្ចឹងមកនេះអធិការបាននិយាយវិញហ្នឹងថាពេលខ្លះគាត់តែតោលហ្នឹងអញ្ចឹង បាទបាទ ផ្លូវហ្នឹងឥឡូវគេធ្វើស្អាតហើយអញ្ចឹងមិនគិតថាប្រហែលអីបើទៅខ្ញុំក៏ហ៊ានជិះផ្លូវហ្នឹងទៀតដែរ អត់ទេខ្ញុំជិះខ្ញុំជិះអត់អីហងដោយសារឥឡូវផ្លូវស្រួលហើយមានតែអ្នកភូមិម្លងមានតែអ្នកភូមិខ្លះអញ្ចឹងណា ឥឡូវផ្លូវស្អាត ផ្លូវស្អាតបាទ ផ្លូវធ្វើធំវាអីចឹងទៅ តែបាទដែរខ្ញុំជិះឯមុនហ្នឹងខ្ញុំទៅដល់ឆ្លងហ្នឹងប្រហែលម៉ោង4កន្លះហើយដែរហ្នឹង ភ្លឺ បាទខ្ញុំចេញពីពេញទៅយប់ជ្រៅកដាទៀតដែរហ្នឹង បាទបាទ នៅចូលញ៉ាំអីតាមផ្លូវទៀតដល់ឆ្លង4កន្លះហើយ តែ ខ្ញុំចូលចិត្តជិះយប់ខ្ញុំអត់ដែរអីខ្ញុំអត់ដែរឃើញខ្មោចទេ អូ ខ្ញុំអត់ដែរជួបអីទេ ហ្នឹងហើយអញ្ចឹងពេលខ្លះអាហ្នឹងអាចមកពីបដិស័យដែរ បាទ ឬក៏អាច ទេបើអត់ល្អ បាទហើយអ្នកនរគ្នាបានស្ដាប់បងថមីគាត់បានចែកម្លែករឿងដែលគាត់បានជួបតាំងពីដើមមកហើយរឿងខ្លះអ្នកនរគ្នាពិបាកនឹងជឿប៉ុន្តែធម្មតាទេរឿងអបិយជំនឿរឿងអាមនីនេះយើងអត់មានផោះតាំងមកឲ្យអ្នកនរគ្នាទេអ្វីអើយគឺយើងមានគ្នាឃើញជុំគ្នាអីហ្នឹងអាហ្នឹងអស់ច្រើនហើយឬក៏ថតរូបជាប់អីតិចតួចអីមើលមិនច្បាស់ហ្នឹងអាហ្នឹងយ៉ាងច្រើនអស់ហើយតែបើថាឲ្យហៅមកអង្គុយលើតុជុំគ្នាវាអត់កើតណា អត់កើតទេហើយតែមួយអញនិយាយបានថាយើងនៅឡៃភ្លឺគេនៅឡៃងឹតបើសិនតែយើងយកមកបង្ហាញឲ្យចេះឃើញខ្ញុំក៏ចង់ឃើញឥឡូវហ្នឹងតែមិនឃើញដូចគ្នាហ្នឹងបាទតែជាក់ស្ដែងអ្វីដែលយើងគួរជឿបានយើងគួរតែជឿ ហើយអ្នកនរគ្នាដឹងហើយថាកម្មវិធីរបស់យើងចែកម្លែករឿងអមនុស្សក៏ដូចជាអបិយជំនឿអញ្ចឹងប៉ុន្តែយើងអត់ជំរុញឲ្យអ្នកនរគ្នាដាច់ខាតត្រូវតែជឿឯអ្នកនរគ្នាជឿដោយវិចារណញ្ញាណហើយកម្មវិធីរបស់យើងគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្ណឹងបើអ្នកនរគ្នាចង់ជឿក៏បានអត់ក៏បានហើយគ្រាន់តែចាប់ទុកថាជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្ណឹងទៅគឺគ្រប់គ្រាន់ហើយធម្មតាបើសិនជាបងថមមីគាត់និយាយលេងច្រើនហើយមានពាក្យពេចន៍ខ្លះមិនសូវសមរម្យអីកុំប្រកែកប្រកាន់អីដោយសារបងគាត់និយាយកំ pl ឲ្យអ្នកនរគ្នាសប្បាយទេគាត់និយាយមកចេញពីពោះមកហ្មងអញ្ចឹងវាសប្បាយហើយគាត់និយាយអារម្មណ៍ពិតរបស់គាត់បាទ ពេលហ្នឹងវាភ័យខ្លាំងហើយ បាទ ពេលហ្នឹងគឺដាក់មិត្តភ័ក្ដិយើងទេ បាទ អញ្ចឹងបើសិនជាមានពាក្យពេចន៍កន្លែងណាមិនសមរម្យឬក៏កុសឆ្គងក៏អធិស្ឋានពីបងប្អូនទាំងអស់គ្នា